ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ក៏វិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនៅចុងសប្តាហ៍ថ្ងៃសុក្រស្វាគមន៍ប្រិយមិត្តដែលតែងតែនាំមកគេជានិច្ចទីបំផុតជីវិតចិត្តសួនស្រមោលក្រហមចរិយាបុណ្យប្រិយមិត្តពុសុភាពនីសេងសុកសែមរិនដាតកឹមចាំបញ្ញានិងប្រិយមិត្តជាច្រើនរូបដទៃទៀតដូចជាសុខនខេមបូឌីសុចន្ទហេងដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារាត្រីនេះខ្ញុំសូមបង្ហាញនៅរបៀបរយៈតាមប្រពៃណីទី1គឺការបង្ហាញប្រធានបទកំឡោះស្នេហ៍ទី2បកស្រាយទី3ផ្សេងប្រធានបទថ្ងៃនេះមាន2មុតក្តៅតែមុននឹងឈានចូលទៅដល់ប្រធានបទទាំងពីរនេះក្មេងមិនខ្លាចខ្លាចប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតគុណវិទ្យទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាពិតទូរទស្សន៍សូនតារាដារិជសិនស្រាប់ខោចិនផ្ដាច់ការលេងលយផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1មុំសម្បូរទីហ៊ានឈូសឆាយធ្វើផ្លូវគឺជាការឈ្លានពានបង្កសង្គ្រាមប្រធានបទទី2រំវងបាត់ដីប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសុផាន់កេទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមានគ្រឿងក្លែង2សំណាងមកគ្រឿងក្លែងទី1គឺឆ្លើយតបទៅនឹងប្រិយមិត្ត CPP កណ្ដាលតាហងពាក់ព័ន្ធជាមួយនឹងប្រធានបទឬក៏សាររបស់ខ្ញុំដែលនិយាយអំពីហ៊ុនសែនខ្លាំងសូនតារាអន់ផាន់រយ៉ាទី2ឆ្លើយតបទៅនឹងការប្រៀបធៀបរវាងអាជ័យនិងកូនអ្នកទ្រព្យប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាមិត្តសុកវ័យស្រាត់ខោចិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមួយបងប្អូនសាវតាកាលសាវតាពេលនេះខ្ញុំរំលឹកប្រវត្តិកាលពីថ្ងៃពុធខ្ញុំបានលើកជាប្រធានបទមួយនៅក្នុងប្រធានបទទី2បុរាណទីដែលឆ្លើយតបទៅនឹងគណៈបកប្រជាជនទី1បើឯងខ្លាំងឯងជួយឲ្យឯងបានហើយដាលីអ៊ុយទី2បើឯងខ្លាំងកុំព្រុសនៅក្រៅប្រទេសមកព្រំដែនមកសំណួរទី1ខ្ញុំបានឆ្លើយទីទៀតខ្ញុំនឹងនិយាយតាក់ទងទៅនឹងការឆ្លើយតបសំណួរទី2ចុះខ្ញុំក៏ថាទៅធ្វើអីហៅខ្ញុំទៅធ្វើអីបើទៅអត់ធ្វើអីដដែលហ្នឹងទៅឈរមើលថៃរាយបលាលុះវាយទាត់ឈូសឆាយផ្ទះខ្មែរអានេះគឺណាសំបណូមិនស្លាប់ដោយសារតែហ៊ុនសែនធ្វើទរណកម្មទេស្លាប់ក្អួតឈាមនឹងឈរឃើញថៃនឹងឈ្លានពានទឹកដីកម្ពុជាដែលអត់ធ្វើអីមានមនុស្សជាច្រើនណាស់ដែលឈឺចាប់មករាI love ហើយអ្នកខ្លះរហូតសំបីតែ Facebook ហ្នឹងក៏មិនចង់ទៅហ៊ានមើលទៅទៀតវាក្តៅក្រហាយពេកអញ្ចឹងប្រយ័ត្នអ្នកសូនតារានិយាយថាមិនចង់ឲ្យសូនតារានឹងក្អួតឈាមអីហៅខ្ញុំទៅធ្វើអីបើទៅអត់បាញ់អត់ធ្វើអីដដែលទៅឈរមើលគេស៊ីទឹកដីនឹងឃានកុសលទី1ទី2សុភ័ណ្ឌសេងជីគឺបើឯងខ្លាំងឯងជួយឲ្យឯងបានហើយ no smile អានេះកន្លែងហ្នឹងដែលមានការតតាំងមកទៀតខ្ញុំក៏និយាយថាចេះគប់ទូចលោសិចហើយចុះមើលមកខ្ញុំសូនតារានឹងស្អីខ្ញុំនឹងមហាអំណាចហើយក៏មើលងាយសម្ដេចតេជោនឹងហ៊ុនម៉ាណែតម្លេះសីហា VP កុកហ៊ុនសែននឹងនរណាសុកក្មួយសិតតែអាចចូលទៅដឹកដៃខ្ញុំនឹងខ្លាំងចូលទៅដឹកដៃឲ្យខ្ញុំបានហ្នឹងចូលទៅមើលងាយហ៊ុនសែនហ៊ុនម៉ាណែតម្លេះហើយណាបើខ្ញុំខ្លាំងមិនចាំបាច់ខ្ញុំទៅជួយឲ្យខ្ញុំទេហ៊ុនសែនអត់ធ្មត់ខ្លាចញ័រទៅត្រឹកសំបីតែដានជើងរបស់ឪខ្ញុំក៏ហ៊ុនសែនមិនហ៊ានទាំងទៅចិត្តផងសូប៊ុនសូ ដែលសូនតារាខ្លាំងកំថាឡើយកម្លាំងសុពីវុធដល់អ៊ីស្រាអែល
ត្រឹមតែថៃនឹងហ៊ុនសែនមិនហ៊ានចាប់ទៅពុករបស់ខ្ញុំកុំថាឲ្យចាប់សំបីតែដានជើងបងប្អូនណាបរិសេក៏ហ៊ុនសែនខ្លាចដែរហើយរឿងពិតខ្ញុំគ្រាន់តែចង់បញ្ជាក់ថាហ៊ុនសែនអន់ណាស់បងប្អូនណាវេលាសោះយើងមិនអាចរកអ្វីមកពិពណ៌នាបានចំពោះការណាយកជ័យជំនះលើកូនងាដែលទើបនឹងកើតទេមួយពីនេះអសុខលើស្រិតតែមានសារថ្មីនេះដែលខ្ញុំលើកយកមកនិយាយរបស់គណៈបព្វជិជនគេក៏ឆ្លើយតបទៅវិញថាបើឯងដឹងថាខ្លួនឯងអន់ខ្សោយដែរនៅព្រោះដល់ណាមិនក៏មិនណាចុះចូលរួមជាមួយនឹងរដ្ឋាភិបាលសម្ដេចទៅបើដឹងថាសម្ដេចខ្លាំងដែរអង្គញាស៊ូខ្ញុំក៏ឆ្លើយទៅវិញថាសារជាតិរបស់សនតារាគឺប្រយុទ្ធប្រឆាំងឆ្លោះទៅជាមួយអ្នកខ្លាំងណាខុសពីសារជាតិរបស់សម្ដេចដែលប្រយុទ្ធប្រឆាំងជាមួយតែជនពិការភុនយុទ្ធ3យកទៅដាក់គុកជនស្លូតត្រង់រុយទុំមិនបក់ដោយឪពុករបស់ខ្ញុំនិងមនុស្សទុនខ្សោយឥតមានអំណាចឥតមានអ្វីជាប់ខ្លួនមានតែជំងឺចាស់ជរាណានិងជនប្រជាជនក្រីក្រទុនខ្សោយគណៈបកប្រឆាំងសកម្មជនតូចតាចកពិកប៉ុកនិយាយឲ្យខ្លីទៅណាខ្ញុំប្រាប់តែប៉ុណ្្នឹងណាអញ្ចឹងចម្លើយរបស់ខ្ញុំវាច្បាស់ហើយសួរថាបើឯងដឹងថាសម្ដេចខ្លាំងហើយអាម៉េចនៅព្រោះដល់ណាមិនក៏មិនព្រមចុះចាញ់ហើយចុះចូលជាមួយសម្ដេចទៅខ្ញុំដូចថាចម្លើយគឺណាសារជាតិរបស់សនតារាគឺប្រកួតតតាំងទៅជាមួយអ្នកខ្លាំងទេខុសពីសារជាតិរបស់សម្ដេចដែលតតាំងជាមួយតែមនុស្សទុនខ្សោយនិងជនពិការសែងយកទៅដាក់គុកសុភ័ណ្ឌបុប្ផាលើបងប្អូនចេកលីស្រាប់តែពេលនឹងមកខមមិនណាសូមណាសូខមមិនយុវជនខ្មែរអង្គរក៏ឃើញបងប្អូនយើងចូលទៅតតាំងទៅអីមិនមែន account ខ្មោចទេមុននឹងខ្ញុំខ្ញុំមើលមែនទេ account ដាក់រូបទទួលសញ្ញាបត្រជាមួយហ៊ុនសែនបងប្អូនយើងទៅតតាំងគីមឡាស្រាប់តែជេរបាត់ឈឹងបងប្អូនណាហើយខ្ញុំសូមបញ្ជាក់ការពិតណាឥឡូវបងប្អូនពិចារណាមើលខ្ញុំនៅលើពិភពលោកមិនមែនតែខ្ញុំទេមហាបុរសវីរៈបុរសណាប៊ុនធឿនគឺគេមិនដែលយកខ្លួនទៅប្រៀបជាមួយនឹងមនុស្សអន់ឬក៏មនុស្សដែលឥតអំណាចតូចទាបទេបងប្អូនមហាបុរសវីរៈបុរសនៅលើលោកដែលហៅថាបុរសខ្លាំងដែលហៅថាមហាបុរសគៀនកុសលទាល់តែធ្វើរឿងអស្ចារ្យមូលីណាមនធ្វើរឿងកំពូលយកជ័យជំនះលើកំពូលមនុស្សដែលមនុស្សយកឈ្នះបានដោយកម្រហ៊ានប្រយុទ្ធប្រឆាំងជាមួយនឹងកំពូលមនុស្សដែលមនុស្សដតេញញញើកកោតខ្លាចអានឹងបានគេហៅថាវីរៈជនណានេះផ្សេងអញ្ចឹងវាច្បាស់ណាបងប្អូនសនតារាប្រាប់តែចឹងទៅខ្ញុំមានសារជាតិប្រយុទ្ធជាមួយនឹងអ្នកខ្លាំងព្រោះខ្ញុំគោរពនឹងឲ្យតម្លៃសម្ដេចថាគាត់ជាបរិសុទ្ធខ្លាំងហើយបានខ្ញុំទៅដាក់ខ្លួនប្រយុទ្ធតតាំងណាបើហ៊ុនសែនអន់ខ្សោយកុំថាឡើយខ្សោយស្មើនឹងឪពុករបស់ខ្ញុំដែលជាចាស់ជរាចូលនិវត្តន៍កុំថាឡើយខ្សោយស្មើនឹងភុនយុទ្ធដែលជាជនពិការជើងទាំងពីរ3ចូលគុកឋានៈហ៊ុនសែនខ្សោយណាខ្សោយស្មើតែញឹកប៊ុនឆៃហ្នឹងក៏ខ្ញុំមិនទៅចលុកមាត់រកដែរខ្ញុំមិនទៅលវីលវល់ខ្ញុំមិនដែលទៅហៅឈ្មោះគាត់ផងមិនទេដោយសារតែគាត់ខ្លាំងហ្នឹងហើយបានជាសនតារាទៅតតាំងជាមួយហ្នឹងណាអញ្ចឹងអាហ្នឹងច្បាស់បងប្អូនណាវាផ្ទុយស្រឡះពីហ៊ុនសែនដែលបងប្អូនអាចប្រៀបធៀបបានដែរហ៊ុនសែនយើងមើលជាមួយអ្នកខ្លាំងជាមួយថៃណាប៊ុនធឿនខឿនគូបាក់ស្បាច់រួញឲ្យកញ្ញុលញ័រឲ្យតាក់បងប្អូនដល់ជាមួយឪពុករបស់ខ្ញុំជាមួយភុនយុទ្ធជនពិការអញអាខ្លាំងហើយជាមួយជនស្លូតត្រង់ដតីទៀតអានឹងគឺមិនជារឿងធម្មតាទេបងប្អូនណាជារឿងដែលប្រវត្តិសាស្ត្រចារទុកជារឿងអាម៉ាស់នៅក្នុងសកលលោកគាត់គេមិននិយាយបងប្អូនមិនថាសូនតារាមិនដែលជួបទូទេមានទេខ្លះដែលខ្ញុំថាអរគុណប្រទេសអង់គ្លេសតំណាងខ្ញុំជួបតំណាងទូតមួយប្រទេសអង់គ្លេសនេះគាត់បង្ហូរទឹកភ្នែកណាដោយសារតែរឿងសោកនាដកម្មឪពុករបស់ខ្ញុំប៉ុន្តែមានអ្នកខ្លះគេនៅក្នុងចិត្តស្គាល់គេថាហ៊ុនសែនមិនគួរដល់ថ្នាក់ហ្នឹងហ្មងហ៊ុនសែនមិនគួរដល់ថ្នាក់ហ្នឹងវាថាវាសាហាវកំ pl ែងនេះវាមិនសាហាវព្រៃផ្សៃកំ pl ែងព្រៃផ្សៃកំ pl ែងអញ្ចឹងសូនតារាខ្ញុំផ្ដាំទៅចឹងជេសូនតារារត់បងតែបើឯងខ្ញុំថាគេថាបើឯងខ្លាំងទៅជួយឪឯងបានហើយខ្ញុំនិយាយតាមត្រង់ទៅ
ស្រមេតាខ្ញុំថាមើលមកខ្ញុំនឹងស្អីណាខ្ញុំមិនណាតែមានសមត្ថភាពទៅដឹកដៃឲ្យខ្ញុំចេញពីក្នុងគុកនិយាយចឹងណាកុំមើលងាយសម្ដេចម៉ែគេក៏តបវិញថាបើឯងដឹងថាសម្ដេចខ្លាំងដែរអាមិនបាននៅព្រោះមិនចោតចូលដល់ប្រសូនតាប្រយុទ្ធតែជាមួយទៅអ្នកខ្លាំងហ្នឹងណាមិននឹកទុយពីសម្ដេចប្រយុទ្ធជាមួយនឹងជនទុនខ្សោយកុមារីនឹងជនពិការហើយមនុស្សដែលខ្លាយជាវរៈជនលើពិភពលោកគឺជាមនុស្សដែលយកនេះជ័យជំនះឬទោះជាមិនឈ្នះក៏ដោយប៉ុណ្ណាឲ្យតែជាលក់មាត់ជាមួយអ្នកខ្លាំងអានឹងគឺយើងមហាខ្លាំងហើយអញ្ចឹងបងប្អូនវាតម្លៃដែរហើយនេះអបទៅវាតម្លៃអញ្ចឹងមិនបងប្អូនមើលថាហ៊ុនសែនគាត់មនុស្សជាច្រើនគេគិតថាគាត់ធ្វើល្អប៉ុន្តែហេតុអីបានជារិស័យគាត់ចេះតែដាក់បងប្អូនណាធម្មតាវាអត់លទ្ធផលរបស់ព្រះច្បាប់របស់ព្រះមិនដែលផ្ទុយទេបងប្អូនបើគាត់ធ្វើល្អធ្វើរឿងត្រឹមត្រូវរិស័យគាត់មិនមែនចេះតែដាក់ទេពីព្រោះតែគាត់ធ្វើអាក្រក់បានជារិស័យរបស់គាត់ចេះតែដុនដាបស្ថានភាពរបស់គាត់កាន់តែដុនដាបទៅអានេះគឺជាការពិតណាបងប្អូនគឺជាការពិតអត់មានអីអាក្រក់ជាងការដែលទៅចាប់ចាស់ជរាបើនេះអត់មានទោសអីសោះយកទៅដាក់គុកហើយនឹង3ជនពិការគុណយកទៅដាក់គុកគ្រាន់តែចេញទេបើខ្ញុំគាត់ទៅប្រាប់ទៅបើកាលនៅប្រទេសកម្ពុជាណាកាលខ្ញុំនៅស្រុកខ្មែរប្រទេសខ្មែរមានសេរីភាពជាស្ដារគ្រាន់បើដែរនៅក្នុងកម្ពុជាប្រទេសបងប្អូនបាក់ជួងណាទូទាំងប្រទេសជេខ្ញុំជេខ្លះជេទៅលេងស៊ីបាយខ្លះស៊ីបាយបដៅជេបដៅណាជេរហូតខំវាសនាជេខ្ញុំតតែឈួតទៅភ្នំណាគូលែនបងប្អូនណាជេខ្ញុំតតែឈួតរត់ទៅឈួតនៅឥឡូវដេកនៅក្នុងរោងខេត្តសៀមរាបអាហ្នឹងគឺសិតតែជេសូនតារាហើយខ្ញុំណាទើបជាអ្នកខ្លាំងពិតប្រាកដបើយើងនិយាយទៅបងប្អូនពិចារណាមើលសូនតារាទើបជាអ្នកខ្លាំងពិតប្រាកដបច្ចុប្បន្នតិចទេបងប្អូនយ៉ាងហោចណាស់ក៏10ទៅ20ម៉ឺនអ្នកទូទាំងប្រទេសហើយអស់ត្រឹមខំវាសនាស្ដាច់ជេសូនតារាតតែធ្លាក់ខ្លួនឈួតបាត់ឥឡូវនេះណាខ្លាយទៅជាព្រំហ្នឹងខ្លាយទៅជេសូនតារាហ្នឹងហើយបងប្អូនមនុស្សយើងណាការបញ្ចេញមតិនឹងមិនធ្វើឲ្យយើងរលាយទេការដែលហ៊ុនសែនបន្តបេសកកម្មមនុស្សធម៌បង្ក្រាបទៅលើជនស្លូតត្រង់ម្នេះទៅចាប់មនុស្សស្លូតត្រង់ទៅដាក់គុកគឺធ្វើឲ្យតម្លៃរបស់គាត់កាន់តែថយនៅលើសកលលោកហើយមើលឃើញជាក់ស្ដែងបុណ្យមិនជួយគាត់ទេបងប្អូនបុណ្យមិនជួយគាត់ទេម្នេះការចាប់ឪពុករបស់ខ្ញុំដាក់គុកការទៅចាប់ធ្វើបាបអ្នកដទៃដាក់គុកគឺបងប្អូនមើលលទ្ធផលជាក់ស្ដែងរាសីរបស់គាត់ណាលៀងនួនកាន់តែដាក់ទៅដោយសារអីដោយសារគាត់អាក្រក់ពេកសកម្មភាពរបស់នឹងវាអាក្រក់វាលើកទោសពេកបងប្អូនវាលើកទោសពេកខ្ញុំធ្លាប់រឿងប៉ែនសុផាន់ហើយតែមិនខ្ញុំគ្រប់គ្រងសម្ដេចមុនឆ្នាំ2000គាត់ជាវរៈជនសម្រាប់ក្នុងចិត្តខ្ញុំអ្នកណាថាមិនថាទៅខ្ញុំមិនដដែលនេះទេមិនទេហើយបើកាលហ្នឹងបើខ្ញុំដឹងថាគាត់ធ្វើរឿងដល់ថ្នាក់ចាប់ជនស្លូតត្រង់ជាចំណាក់ខ្មាំងអីដោយសារតែបញ្ចុះបញ្ចូលកូនគេមិនបានទៅអុកទាញកូនគេបានហ្នឹងខ្ញុំអត់គ្រប់គ្រងហ៊ុនសែនតាំងពីខ្ញុំអាយុ2ឆ្នាំមកខ្ញុំប្រាប់ទៅដោយសារខ្ញុំអត់ដឹងបងប្អូនកាលពីដើមគាត់វរៈរបស់ខ្ញុំហើយបាទគាត់វរៈជនរបស់ខ្ញុំរឿងអីគាត់ទៅចិត្តប្រចាំវោហាគាត់បានគាត់ប្រឆាំងជាមួយពួកខ្មែរក្រហមគាត់វាយពួកខ្មែរក្រហមខ្ញុំអត់គ្រប់គ្រងហ៊ុនសែនផងមិនខ្ញុំគ្រប់គ្រងវរៈជនគាត់លេងស្ដេចក្រុមព្រះដែលបណ្ឌិតច្បាប់អីគេអួតចឹងទៅថាជាកូនស្ដេចមកពីស្រុកបារាំងអីណាហ៊ុនសែនកូនកសិករនេះល្បីល្បាញយកឈ្នះទៅលើស្ដេចក្រុមព្រះខ្ញុំមោទនភាពណាស់ដែលគ្រប់គ្រងគាត់ហ្នឹងគាត់ណាមោទនភាពហើយមើលទៅគាត់ថាជាបុរសមួយខ្ញុំមិននឹកស្មានតែរឿងមិននឹកស្មានតែហ៊ុនសែនទៅដល់ថ្នាក់ហ្នឹងបងណាខ្ញុំដេកជាសក់មិនដែលឃើញថាអតីតវីរៈជនរបស់ខ្ញុំណាមុនឆ្នាំ2000ដែលគាត់យកឈ្នះពួកប៉ុលពតខៀវសំផននួនជាគាត់បំបីគណៈបកហ៊ុនស៊ិនពេជ្រខ្ទេចគាត់យកឈ្នះអ្នកបញ្ឆៃឲ្យទៅជាកូនមួនក៏យកឈ្នះស្ដេចក្រុងព្រះបណ្ឌិតច្បាប់សាស្ត្រាចារ្យច្បាប់នៅបារាំងសាឡម៉ាក់សីជាកូនស្ដេចប្រធានគណៈបកហ៊ុនស៊ិនពេជ្រកំណាច់ប៉ុណ្ណានៃខ្ញុំមោទនភាពណាស់ដែលគ្រប់គ្រងហ៊ុនសែនមកប៉ុណ្ណាដោយសារតែគាត់មិនអញ្ចឹងបងប្អូនទៅមើលប្រវត្តិចាស់ហ៊ុនសែនជាបរិបរស់តាខ្លាំងណាស់យើងមើលពីមុនណាតែឥឡូវគេក៏លុញឆែកបងប្អូនរហូតដល់ជនពិការផុនយុទ្ធរហូតដល់ឪពុករបស់ខ្ញុំគាត់ទៅអញ្ចឹងដែរគាត់ថោកទាបណាដែលទៅជាពិពណ៌នាតែអានឹងបានខ្ញុំអត់សោកស្ដាយទេតែខ្លះគេថាអូសោកស្ដាយពីមុនមកដែលគ្រប់គ្រងគណៈបព្វជិជនខ្ញុំមិនសោកស្ដាយទេព្រោះខ្ញុំមិនដឹងខ្ញុំមើលទៅមុនឆ្នាំ2000ហ៊ុនសែនជាបរិបទរបស់ខ្ញុំមែនទេប៉ុន្តែបើកាលនោះខ្ញុំដឹងហើយខ្ញុំឃើញណាចរិតរបស់គាត់ដូចបច្ចុប្បន្នណាទៅជាអញ្ចឹងបងប្អូនណាខ្ញុំអត់គ្រប់គ្រងគាត់តាំងពីខ្ញុំអាយុខ្ញុំដឹងក្តីអាយុ3 4 10ឆ្នាំទោះជាគ្រួសារខ្ញុំគណៈបព្វជិជនក៏ដោយប៉ុន្តែមុនឆ្នាំ2000ណាបងប្អូន East Enterprise គាត់ជាវរៈជនទេសម្រាប់ខ្ញុំគាត់ជាវរៈជនប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នែកកំណត់គាត់អន់មែនទេណាបងប្អូនអានឹងគ្រឿងខ្លែងតូចមួយនេះខ្ញុំឆ្លៀតឆ្លោយទៅគណៈបព្វជិជនហើយក្នុងនេះណាមិនមែនតែខ្ញុំទេ
ដែលគិតថាហ៊ុនសែនជាវីរៈជនហើយជាអ្នកគ្រប់គ្រងហ៊ុនសែនមុតបងប្អូនមិនស្រឡាញ់គាត់មិនគាត់ឡើងកាន់ក្បាលមីក្រូគាត់និយាយវោហាគាត់គេទះដៃគេសោតពេញវេទិកាបងប្អូនណាបងប្អូនមានចាំបានសម្ដេចឡើងវេទិកាខ្ញុំចាក់រ៉ាឌីយ៉ូបងប្អូនគាត់ហ្នឹងមានទូរទស្សន៍ផ្ទះខ្ញុំបើកលើរ៉ាឌីយ៉ូខ្ញុំបើកស្ដាប់គាត់វាប្រុសដូចបងប្អូនស្ដាប់សូនរាបច្ចុប្បន្នហើយវាណាហ្វុនសំពេចនៅស្ដេចក្រុងព្រះដែលគេល្បីថាបណ្ឌិតហ៊ុនសែនកូនកសិករម្នាក់មកពីកំពង់ចាមស្ដេចក្រុងព្រះនឹងជាបណ្ឌិតច្បាប់ផងជាសាស្ត្រាចារ្យច្បាប់ផងបរិញ្ញានៅសាកលវិទ្យាល័យបារាំងផងហើយជាកូនស្ដេចផងជារាជវង្សផងហ៊ុនសែនដាក់ឯងតទទួលផ្អកតែគេផ្ទះដៃប្រៅបើខ្ញុំមិនគ្រប់គ្រងហ៊ុនសែនមិនได้ហូហែកបងប្អូនខ្ញុំមនុស្សឈួតសតសាតមកប៉ុន្តែឥឡូវបងប្អូនពិចារណាមើលគាត់ធ្លាក់ខ្លួនរហូតមកដល់ចាប់ឪខ្ញុំដាក់គុកណាហើយនឹងចាត់ភុនយកដាក់គុកតើហ៊ុនសែនអន់ដល់ណាទៅកូនខ្មែរមែនទេអានេះបានជាខ្ញុំឆ្លៀតព្រមលីណាយកចំណុចនេះមករំលឹកបងប្អូនហើយខ្ញុំចង់និយាយថាមិនមែនមានអសរតារាទេដែលចាត់ទុកហ៊ុនសែនជាវីរបុរសហើយខកចិត្តណាបងប្អូនប្រៀបធៀបហ៊ុនសែនមុនឆ្នាំ2000គត់និងហ៊ុនសែនក្រោយឆ្នាំ2000គត់និងហ៊ុនសែនឥឡូវពុទ្ធោហើយគ្រឿងខ្លែងទី2ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់គាត់មិនគួរណាសំអុយគេឈ្មោះរបស់គាត់ឲ្យខំសាងទេបងប្អូនបាទនេះយើងធ្វើអីជួនកាលក៏រៀងលាក់លៀមខ្លះដែរវាអពតវាសាហាវមែនក៏រៀងលាក់បកៃខ្លះហ៊ុនសែនសាហាវជាសាធារណៈសាហាវកប្លែងនេះទៅជាសាហាវកប្លែងអានោះដូចចាប់ឪពុកខ្ញុំដាក់គុកអានោះគឺសាហាវកប្លែងជាសាធារណៈអពតវានៅមានលាក់លៀមបិទបាំងខ្លះគាត់ហ៊ុនសែនសម័យមុនទៅវាអត់មានប្រព័ន្ធផ្សព្វផ្សាយអីទេបិទតែប្រទេសទៅពិភពលោកល្ងត់ឈឹងអត់មានអ៊ីនធឺណិតទេណាឥឡូវអ៊ីនធឺណិតបើប៉ុណ្ណានៅអាណាក៏ដឹងតែហ៊ុនសែនចាប់ឪសូនរាជាចំណាក់ខ្មាំងហើយគាត់មិនទាំងគាត់មិនរក្សាគេឈ្មោះគាត់មិនទាំងស្រឡាញ់សេចក្តីគាត់មិនទាំងស្រឡាញ់កិត្តិយសមិនទាំងស្រឡាញ់រិស័យរបស់គាត់តែធ្វើរិស័យរបស់គាត់អាចឹងសិតជាជួយទាញឲ្យកិច្ចសានុភាពនិងធម៌ពលមហិទ្ធិឫទ្ធិរិស័យមនុស្សដែលខំកសាងនឹងធ្លាក់ចុះតាព្រោះអាហ្នឹងយើងនៅទៅប៉ះរបស់ដែលគួរឲ្យទាញធ្លាក់គ្រឿងខ្លែងទី2ប្រៀបធៀបធនជ័យមិនធនជ័យទេបរិយអូនអជ័យមីក្រូតមករឿងធនជ័យខុសពីរឿងអជ័យមីក្រូតធីតាម៉ាត់តាំងរឿងធនជ័យគឺអ្នកប្រាជ្ញបងប្អូនខ្លះគេប្រៀបធៀបសូនតារាទៅនឹងជាអ្នកប្រាជ្ញជ័យថាចឹងគេថាអួតនិយាយខ្លះទៅហើយអូតឹងទ្រូងពេកមែនទេលុយរឿងដល់រឿងអជ័យមីក្រូតគឺជារឿងដែលសក្តិភូមិហ្នឹងបង្អាក់អជ័យព្រោះរឿងធនជ័យគឺស្ដេចអន់បាទនេះនៅក្នុងរឿងបុរាណចិនក៏ដោយបង្ហាញនៅរឿងស្ដេចអន់នេះបងណាចន្ទធីវឿនអញ្ចឹងសុខាមេតាពេលហ្នឹងខ្ញុំនិយាយរឿងប្រៀបធៀបខ្ញុំបានឃើញវីដេអូបងប្អូនយើងមួយចំនួនបង្ហោះសាររបស់ហ៊ុនម៉ាណែតដែលនិយាយដោយគណៈបព្វជិជនទូទៅចឹងពេលដែលគេនិយាយរឿងក្រឹតឧក្រិដ្ឋកម្មអនឡាញណារ៉ាន់អ៊ូហ៊ុនម៉ាណែតក៏ថាប្រទេសណាក៏មានដែរមិនមានតែប្រទេសខ្មែរទេមែនទេខ្ញុំធ្លាប់និយាយរឿងគណៈបព្វជិជនបងប្អូនចាំហើយណាឥឡូវខ្ញុំរំលឹកបញ្ជាក់ថាវាជាសច្ចធម៌ខ្ញុំមើលធ្លុះបើកាលណាយើងគ្រោះថ្នាក់ចរាចរណ៍គណៈបព្វជិជនគេដោះស្រាយគេហៅដោះសារជាងដោះស្រាយគេថាអត់ដឹកយកទៅពេទ្យទេគេអត់កែលម្អស្ថានភាពទេគេថាគ្រោះថ្នាក់ចរាចរណ៍អីតែនេះឯងណានៅស្រុកជប៉ុនក៏គ្រោះថ្នាក់ចរាចរណ៍ដែរដល់យើងគ្រោះថ្នាក់ចរាចរណ៍បាត់ដៃមួយគេថាហើយគ្រោះថ្នាក់ចរាចរណ៍បាត់ដៃអីមួយនៅស្វីសបាត់ដៃពីរអានឹងទៅទៀតដល់យើងថាគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបាត់ដៃមួយបាត់ជើងពីរអូនៅបារាំងគ្រោះថ្នាក់ចរាចរណ៍ណាខាត់ម៉ាត់បាត់ដៃមួយបាត់ជើងពីរស្អីគេបាត់កទៀតបងប្អូនខ្ញុំនិយាយចែករំលែកនៅស្រុកបារាំងកាលពី3ថ្ងៃមុននេះមានរថភ្លើងស្រុកបារាំងគេហៅថាមានរថភ្លើងលើដីក្រោមដីក្រោមអីលឿនណាស់បាទគឺมันអាចឆ្លងកាត់បានទេប៉ុន្តែរថភ្លើង tramway ត្រាំធម្មតាហ្នឹងគឺល្បឿន30គីឡូម៉ែត្រមួយម៉ោងហើយវាឈប់ប្រហែលជា200ម៉ែត្រ300 500ម៉ែត្រអីគឺវាឈប់មួយទេបាទស្ថានីយ៍មួយណាគឺមានស្ត្រីម្នាក់នៅក្នុងទូរទស្សន៍បារាំងហ្នឹងគេចាប់ដោយកាមេរ៉ាសុវត្ថិភាពហ្នឹងអ៊ីស្រួយគាត់ដាក់កាសស្ដាប់YouTube អីចឹងទៅឬអីមិនដឹងគាត់និយាយអីចឹងទៅរថភ្លើងមកគាត់ដើរឈានចូលទៅសន្តិសុខឬក៏អ្នកឈរចិត្តនឹងចាប់គាត់ទាញកវត្តមកវិញហើយគាត់អរគុណណាសល់តែវិញ្ញាណហើយរថភ្លើងជន់ឡើងកន្លប់កាត់ផ្ងាអាអ្នកដែលនៅក្នុងរថភ្លើងនោះដាំដងប្រផាប់ប្រភិញដល់តែពេលអញ្ចឹងទៅឥឡូវនៅស្រុកបារាំងខ្ញុំចែករំលែករឿងមួយគេដាក់ផ្លាកសញ្ញាអាកាសជាប់តិចគ្រប់កន្លែងគ្រប់រថភ្លើងទាំងអស់គេដាក់ផ្លាកសញ្ញាអាកាសនឹង
គេថាពាក់កាសកុំឆ្លងណាកុំឆ្លងផ្លូវអាកន្លែងដែលគេមិនឲ្យឆ្លងកន្លែងដែលគេមិនឲ្យឆ្លងមានន័យថាខ្ញុំមានការហត់នេះឃើញមើលតែខ្ញុំមើលកន្លែងអត់មានឃើញរថភ្លើងខ្ញុំឆ្លងប៉ុន្តែគេប្រកាសទូទាំងពិភពប្រទេសបារាំងនៅនេះគាត់តែរឿងកាសមួយគេការមានន័យថារឿងមួយដែលកើតគេកត់រឿងនឹងទុកឲ្យយកទៅប្រាក់ដូចគ្នាបងប្អូនណាដែលធ្វើការនៅស្រុកបារាំងដឹងណាធ្វើការនៅស្រុកបារាំងឧទាហរណ៍ថាធ្លាប់មានដៃធ្លាក់ទៅមេជើងបែកណាឲ្យតែមានករណីមួយនឹងកើតឡើងណាគេចេញច្បាប់មកបើនរណាអត់ពាក់ស្បែកជើងសុវត្ថិភាពស្បែកជើងសុវត្ថិភាពនឹងដៃត្រឹម20គីឡូអីធ្លាក់ទៅហ្នឹងណាអត់អាស្បែកជើងហ្នឹងគឺគេធ្វើសម្រាប់អាដៃត្រឹម20គីឡូ30គីឡូធ្លាក់មកគឺអត់ខ្ទេចជើងវាអាចជួយបានប្រហែលជា 90% 80% ណាលើកលែងតែវាហួសហេតុពេកប៉ុន្តែបើត្រឹមដែក1គីឡូ2គីឡូធ្លាក់ត្រូវចុងជើងបងប្អូនអ្នកនៅស្រុកបារាំងហ្នឹងណាអ្នកនៅស្រុកបារាំងអ្នកដែលធ្វើការអ្នកដែលធ្វើសំណង់ជាពិសេសបងប្អូនណាខ្ញុំដូចយើងមិនអីទេយើងខ្ញុំមិនដែលធ្វើកិច្ចការនៃសវត្ថិភាពកិច្ចការដូចជាអគិសនីការដ្ឋានសំណង់ឬក៏នៅវិស្វកម្មវិស្វករការងារអីទេបងប្អូនណាប៉ុន្តែដល់តែពេលខ្ញុំធ្លាប់ចុះកម្មសិក្សាបងប្អូនចុះកម្មសិក្សាគឺវាមានគ្រប់យ៉ាងនៅពេលដែលយើងខ្ញុំចេះថាមានអារម្មណ៍ណាឃើញបងប្អូនយើងនៅស្រុកខ្មែរខ្ញុំទៅស្រុកថៃទៅស្រុកថៃដូចគ្នាដែរឃើញបងប្អូននៅស្រុកថៃនៅស្រុកខ្មែរនេះគេធ្វើជួសជុលឃើញជាងគេមកជួសជុលបលូគេជួសជុលផ្ទះគេជួសជុលអីណាហើយគេអត់ពាក់ស្បែកជើងហ្នឹងខ្ញុំញ័រតតាក់បងប្អូនខ្ញុំញ័រមិនញ័រក្នុងចិត្តថាអត់ទៅចិត្តទេមែនទេណារឹងតារូបគេថាវាមិនអីទេបងប្អូនតាមពិតណានៅស្រុកយើងខ្ញុំនិយាយរឿងមួយនៅស្រុកប្រាំគេថាមានករណីហ្នឹងមួយណាមកប្រទេសគេយកអាហ្នឹងទៅប្រជុំគេសរសេរទុកថាករណីធ្លាក់ត្រូវមេជើងស្លាប់បែកមេជើងមានប្រមាណមែនទេអត់មានម៉ាស៊ីនខ្លះលោកទៅដាច់ដៃគេយកអាហ្នឹងមកសិក្សាបងប្អូនណាដែលលៀកគេយកអាហ្នឹងមកសិក្សាទូទាំងប្រទេសគេចាប់ផ្ដើមគិតអញ្ចឹងធ្វើម៉េចទៅអាម៉ាស៊ីនហ្នឹងលោកទៅដាច់ដៃមែនទេអញ្ចឹងមានន័យថាឲ្យតែបើកគម្របអាលុតមកនៅស្រុកបារាំងគាត់ថាមានម៉ាស៊ីនឲ្យតែបើកគម្របទៅតែលុតតែដូចនៅកូរ៉េមានពលករចូលម៉ាស៊ីនទៅទៀតដៃចូលម៉ាស៊ីននៅស្រុកបារាំងគ្មានទេអត់សូន្យបងប្អូនសូន្យហ្មងហេតុអីព្រោះឲ្យតែមានមួយនឹងកើតស្រុកយើងបើនិយាយពីបុកគ្នាងាប់ហើយប្រៀបធៀបបុកគ្នាងាប់ហើយជាដដែលប្រៀបធៀបអាងាប់ដដែលហ្នឹងណាមួយទៀតខ្ញុំនិយាយពីខ្មែរយើងបើនិយាយពីគំនិតបច្ចេកទេសខ្មែរយើងខ្លាំងណាស់ប៉ុន្តែនៅដដែលអត់វិវត្តទៅបុកអានេះគឺខ្ញុំថាចេះអាណាចក្រខ្មែរសាយើងនិយាយជាកូនប្រធានបទតូចមួយទៅចុះសុខាគង់ខ្ញុំឧទាហរណ៍ខ្មែរយើងកាលខ្ញុំនៅក្មេងមនុស្សធ្លាក់លើដើមតោកច្រើនណាស់នេះធ្លាក់ដល់នៅភូមិខ្ញុំគេរកឡើងដើមថ្នោតដូចលឺតែភ្លេងខ្មោចមួយឆ្នាំយើងហើយក៏3នាក់ដែរមួយឆ្នាំ3នាក់ដែរបងប្អូនកាលហ្នឹងសោកស្ដាយខ្ញុំនៅក្មេងខ្ញុំអត់ដឹងណាតាមពិតទៅបងប្អូនខ្ញុំប្រៀបធៀបនឹងសវត្ថិភាពនៅស្រុកបារាំងបើមានមនុស្សធ្លាក់ទៅលើដើមថ្នោតម្នាក់នឹងលែងមាន2នាក់លែងមានហ៎ហេតុអីគេសិក្សាភ្លាមថាអូមនុស្សធ្លាក់ទៅលើដើមថ្នោតហ្នឹងបងប្អូននៅភូមិខ្ញុំមួយឆ្នាំ2ទៅ3នាក់ធ្លាក់លើដើមថ្នោតងាប់ជុំវិញផ្ទះខ្ញុំធ្លាក់ភូមិខ្ញុំហ្នឹងជុំវិញភូមិខ្ញុំធ្លាក់ទៅលើដើមថ្នោតទៅជាប្រពៃណីគាត់ថាអាណារស់ទៅអត់គិតថាធ្វើម៉េចអានោះធ្លាក់ងាប់ហើយធ្វើម៉េចអត់សិក្សាថាវាដោយសារអីដោយសារបាក់កម្មណាដុល្លារមកការាំងដោយសារអីចឹងទៅបងប្អូននៅស្រុកបារាំងគេសិក្សាភ្លាមបើកាលណាធ្លាក់ដើមថ្នោតស្លាប់ចឹងណាគេសិក្សាតាំងពីប៉អោងទៅទៀតអត់ចេះគេចាប់ផ្ដើមវិវត្តហ្មងគេចាប់ផ្ដើមចងខ្សែបងប្អូនហេតុអីបានជាសំណង់យើងធ្វើការនៅស្រុកខ្មែរនៅស្រុកកូរ៉េនៅស្រុកថៃអីមានគេដាក់ខ្សែក្រវ៉ាត់អានេះកំណត់ចេញពីអឺរ៉ុបទេណាបងប្អូនវាមានមនុស្សធ្លាក់ស្លាប់នៅអឺរ៉ុបស្ទើរតែគ្មានមិនអត់ទេស្ទើរតែគ្មានតែម្ដងមែនទេគេការពីមួយឃើញគេការពីបានមួយទៀតខ្ញុំមើលទៅខ្មែរយើងមានគំនិតតាំងពីសម័យអង្គរមកស្ថាបត្យកម្មកម្ពុជាលេខ1លើលោកប៉ុន្តែគំនិតនោះអត់បែកគំនិតអស់ហ្នឹងណាពួកអឺរ៉ុបវារកឃើញថ្ងៃហ្នឹងវារកឃើញប៉ុណ្ណាស្អែកឡើងវារកឃើញថែម10ទៀតអាមនុស្សចំនួនក្រោយរកឃើញថែម20ទៀតអាមនុស្សចំនួនក្រោយថែម20ដល់យូរទៅដំបូងវាជីកង់ឈើបើខ្មែរយើងបើថាកង់ឈើចប់ត្រឹមឈើហ្នឹងគេថារកឃើញរទេះចប់ត្រឹមរទេះហ្នឹងអឺរ៉ុបអត់ទេបើថាវារកឃើញកង់ឈើ20ឆ្នាំក្រោយមកវារកឃើញកង់ជ័រកង់ដែក20ឆ្នាំក្រោយមករកឃើញកង់កម្ម2កង់នេះកម្ម20ឆ្នាំក្រោយមករកឃើញនេះកង់អី20ឆ្នាំមករកឃើញម៉ូតូដំបងម៉ូតូដល់វិញ30ឆ្នាំបងប្អូនឃើញវិវត្តណាខ្មែរយើងមកថារកឃើញរទេះតដែលលោកណាអត់ថារទេះហ្នឹងទៅមករទេះគោក្រោយមកទៀតរទេះយន្តអត់មានទេរទេះយន្តក្រោយមកទៀតរទេះដោយថាមពលទឹកក្រោយមកទៀតរទេះដោយថាមពលសាំងក្រោយមកទៀតរទេះអីចឹងទៅយើងវាអត់កំណត់អត់មានកំណត់បែកអាហ្នឹងណាឥឡូវខ្ញុំត្រឡប់ទៅវិញខ្ញុំនិយាយនេះគឺជាសារមួយដើម្បីសម្រាប់ជាការអប់រំ
បញ្ញារបស់មនុស្សទូទៅផងដែរខ្ញុំឲ្យបងប្អូនពិចារណាមើលហ៊ុនម៉ាណែតដល់ចាប់ផ្ដើមប្រៀបធៀបអានឹងមនុស្សកណានិយាយចូលមេដឹកនាំមកកណានិយាយអានឹងណាធ្លាក់ពីតំណែងវាអន់មែនទេបងប្អូនមនុស្សក៏ពេចកពុកអាចទៅនិយាយចឹងបានប៉ុន្តែជាមេដឹកនាំប្រទេសមិនអាចទៅអូប្រទេសណាក៏មានដែរបងប្អូនមានដែរឃើញមកក្រុងមានដែរឃើញដូណាល់ត្រាំនេះគាត់និយាយដែរកូវីដឬសូម្បីកុំថាឡើយរឿងអ ுக ្រិតកម្មអនឡាញចម្រើន IRC សូម្បីកូវីដគេមិនដែលទៅនិយាយថាដូណាល់ត្រាំគាត់មិនដែលនិយាយថាកាលជំនាន់កូវីដគាត់កាន់អំណាចឌិចកំគាត់មិនដែលទៅនិយាយថាកូវីដនឹងកើតលើចិនទៅមកបន្ទោសឲ្យអញនៅបារាំងក៏វាងាប់ដែរងាប់អីទៅស្រុកអាមេរិកមែនទេគេមិនដែលទៅនិយាយចឹងទេបងប្អូនគេមិនដែលទៅនិយាយថាអូនៅប្រទេសអ ுக ្រិតកម្មអនឡាញនៅកម្ពុជានៅថៃក៏មាននៅយួនក៏មានពិភពលោកប្រទេសណាក៏មានមិនមាននៅខ្មែរទេគួតសតបាទតែនិយាយចឹងណាអានឹងបានមនុស្សក៏ពេកកប៉ុកក៏កំប៉ុងក្មេងអីធម្មតានិយាយចាញ់ឈ្នះគ្នាក្នុង Facebook ទេមានដឹកនាំគេមិនដែលទៅនិយាយចឹងទេនិយាយតែទំនួលខុសត្រូវហ្នឹងណាគឺត្រូវដោះស្រាយឲ្យចេញអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកចំណេះដឹងមួយប៉ុណ្ណឹងបងប្អូនទៀតអត់ដឹងខ្ញុំធ្លាប់ទៅលេងស្រុកថៃម្ដងហើយខ្ញុំមើលវីដេអូ Facebook ខ្ញុំរាល់ថ្ងៃឃើញខ្មែរយើងធ្វើការទៅធ្វើផ្ទះធ្វើអីមែនទេដឹកគោយន្តជិះបវលអីណាអត់ពាក់ស្បែកជើងហ្នឹងខ្ញុំគេថាទៅគាត់បើសិនខ្ញុំទៅស្រុកខ្មែរអត់ស្បែកជើងខ្ញុំអត់ធ្វើទេអារម្មណ៍វាអត់មូលអត់មូលប៉ុន្តែយើងសួរថាករណីហ្នឹងនៅស្រុកខ្មែរមានអ្នកធ្លាក់បែកមេជើងមានគ្រាន់តែអត់ចេះកត់ត្រាគ្រាន់តែធ្លាក់អាណាបែកមេជើងបែកទៅអាណាបែកមេជើងធ្វើការបន្តទៀតទៅនៅស្រុកនេះបើមានរឿងមួយហ្នឹងគេសិក្សាករណីអញ្ចឹងរឿងអាច័យមីក្រូហ្នឹងដែលខ្ញុំប្រៀបធៀបទៅហ៊ុនម៉ាណែតគាត់និយាយថាល្បែងអនឡាញប្រទេសណាក៏មានដែរប៉ុន្តែកុំធ្វើអាច័យមីក្រូទី1អាច័យមីក្រូហ្នឹងគឺមិនទេអាច័យកូនវាងាប់មែនទេហើយវាបីយកកូនវាមូកាទៀវយកទៅកប់ដល់ទៅពេលដល់កន្លែងដើមទ្របណាវាឈរបេះទ្របយកកាទៀវទៅកាទៀតចកូនមួយខែតូចដល់ទៅកាទៀតទៅកូនវាធ្លាក់តាមប្រឡោះឃ្លៀកវាយកកាទៀវទៅកប់ណាតែម្នាក់ឯងកប់កាទៀវចោលហ្នឹងដល់ត្រឡប់មកវិញវាឃើញកូនវាងាប់នៅក្រោមដើមទ្របហ្នឹងវាក៏និយាយថាចាងាប់អីទៅកូនអាញាកូនអ្នកទ្របក៏ងាប់ដែរហ៊ុនម៉ាណែតជ័យមីក្រូតជាគ្នាបងប្អូនបើគាត់និយាយចឹងមួយទៀតគឺខ្ញុំថាមេដឹកនាំមិនគួរនិយាយចឹងទេទី2ទី3គឺនៅក្នុងប្រទេសកម្ពុជាបាទណាបើសិនជាមានខ្ញុំបង្រៀនទៅរៀនកំណត់ត្រាសិក្សាករណីបើមានរឿងណាមួយកើតឡើងហើយត្រូវកត់រឿងហ្នឹងឧទាហរណ៍ថាក្រសួងការងារឬក៏ប៉ូលីសឬក៏ក្រសួងកសិកម្មអីក៏ដោយនេះតួនាទីរបស់រដ្ឋាភិបាលគឺការពារសុវត្ថិភាពប្រជាជនដូចខ្ញុំករណីបងប្អូនទីអត់ជឿសនរានៅស្រុកបារាំងណាបងប្អូនណាមកក្រុងក៏ដោយឧទាហរណ៍ថាមកក្រុងសូរិយាស្រីគាត់ចង់ចូលទៅទស្សនកិច្ចការដ្ឋានធ្វើស្ពានមួយបើអត់ពាក់មួកឲ្យពាក់ស្បែកជើងក៏ឲ្យចូលទេណាទីខ្ញុំនិយាយលេង100%លាន100%ណាតែមកក្រុងប្រធានធិបតីក៏ដោយបើគាត់អត់ពាក់មួកមួកសុវត្ថិភាពមួកការដ្ឋានណាមួកសុវត្ថិភាពនិងស្បែកជើងសុវត្ថិភាពស្បែកជើងដែលខ្ញុំថាអាចធ្លាក់ដៃ10គីឡូ20គីឡូអីបានណាត្រូវនឹងអត់បែកមេជើងណាបើគាត់ថាគេប្រធានធិបតីគេពាក់ស្អាតគេមានកំងម៉ាក់ស្រាលអីស្រួលពាក់អញ្ចឹងទៅប៉ុន្តែបើថាអត់ពាក់មួកហើយអត់ពាក់ស្បែកជើងសុវត្ថិភាពទេគឺអត់អាចចូលការដ្ឋានបានទេនៅប្រទេសកម្ពុជាបងប្អូនអ្វីដែលយើងមិនឃើញមានដឹងទេក្នុងមួយថ្ងៃមនុស្សស្លាប់ប្រមាណដោយសារការងារគេហៅថាគ្រោះថ្នាក់ការងារយើងដែរកត់ត្រាណានៅស្រុកនេះគ្រោះថ្នាក់ការងារគឺខ្លាចណាស់ធំបំផុតបើខ្ញុំប្រៀបធៀបដើម្បីអីដើម្បីឲ្យយើងយកគំរូតាមបានប្រមាណ 10% ក៏បានដែរនៅស្រុកបារាំងគេគ្រោះថ្នាក់ការងារបងប្អូនណាគ្រោះថ្នាក់ការងារមានន័យថាគ្រោះថ្នាក់អំឡុងពេលដែលយើងបំពេញការងារគឺបើកាលណាមានមួយគេយកអាហ្នឹងទៅសិក្សាគេប្រកាសទូទាំងប្រទេសមិនមែនរឿងថាអនឡាញមែនទេយើងមិនត្រូវយកវាធ្វើជាឧទាហរណ៍ទៅប្រៀបធៀបដល់ជ័យមីក្រូទេត្រូវតែមានវិធានការទប់ស្កាត់ហើយប្រឹងទប់ស្កាត់បានប្រមាណយកប៉ុណ្ណឹងប្រិយមិត្ត share វីដេអូនេះកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ក្រោយចូលទេខ្ញុំនិយាយទៅបងប្អូនថាគូវាមិនដែរអត់ទេមកក្រុងបើគាត់ចង់ចូលការដ្ឋាននេះត្រូវគាត់ទូអ៊ីហ្វែលគេជួសជុលគាត់ចូលទៅទស្សនកិច្ចមិនទូហ្វែលការនៅវិហារនៅកាទីត្រាល់ដែលភ្លើងឆេះឲ្យគេធ្វើឡើងវិញ7ឆ្នាំណា5 6ឆ្នាំគេធ្វើវិញបានណាអានេះគេធ្វើវិញឡើងដូរដើមយើងភ្លើងឆេះដែលកាទីត្រាល់នឹងមានអាយុកាលប្រហែលដូច4 500ឆ្នាំហើយរណាកម្មមកក្រុងគាត់ចូលទៅទស្សនកិច្ចណាចូលទៅបើអត់មានមួកតែមលោកចនសាន់នឹងស្បែកជើងសុវត្ថិភាពទេគេឲ្យចូលទេណាគឺច្បាប់ហើយទីមកក្រុងចូលអត់ពាក់មួកហើយអត់ពាក់ស្បែកជើងណាបំកាសែតទូរទស្សន៍ថតតែជើងមកក្រុងហ្នឹងមែនទេគេជេរពេញប្រទេសគេថាអត់គំរូបងប្អូនគេមិនប្រៀបធៀបទេមែនទេគឺនៅក្នុងប្រទេសកម្ពុជាបើសូនរាទៅដឹកនាំប្រទេសបងប្អូនមានករណីអីមួយកើតឡើងខ្ញុំបាត់ករណីនេះទុក
ហើយរាប់ចំនួនករណីហ្នឹងកើតប្រមាណដងក្រោយពីចាត់វិធានការឲ្យតាមដានតើអាចមានករណីហ្នឹងមួយទៀតទេឧទាហរណ៍ករណីធ្លាក់លើដើមត្នោតខ្ញុំសិក្សាមកខ្ញុំយកអាហ្នឹងមកសិក្សាដឹងថាស្រីនិយាយតើយើងត្រូវធ្វើដូច្នេះដើម្បីទប់ស្កាត់កុំឲ្យមនុស្សធ្លាក់ទៅលើដើមត្នោតមែនទេក្រោយពីយើងចាត់វិធានការមានសម្ភារៈទប់ស្កាត់កុំឲ្យមនុស្សធ្លាក់លើដើមត្នោតហើយតើវាមានចំនួនកើនឬក៏ថយឬក៏លែងមានបើមានត្រូវមើលអីទៀតថាអាហ្នឹងវាមកពីអាចន្លោះរបស់យើងទៅប្រហោងទៀតសូនរ៉ាដឹកនាំប្រទេសធ្វើតើតែប្រជាជននឹងមានកម្រិតសុវត្ថិភាពសន្តិសុខខ្ពស់បំផុតដែលអាចធ្វើទៅបានលើកលែងតែរឿងថ្មីឬរឿងណាដែលយើងមិនអាចជៀសបានណា Lisa Walker ប្រធានបទទី1ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសុធិន media ទូរទស្សន៍សូនតាសំណាងមកស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតតែពិតនិយាយគ្រឿងក្លែមឲ្យវាមុតបន្តិចដោយសារប្រធានបទជើងខ្លីនេះមួយទីហ៊ានឈូសឆាយធ្វើផ្លូវគឺជាការឈ្លានពានបងប្អូនយោងតាមអត្ថបទរបស់អ៊ុំសំអានដែលទីហ៊ានថៃមិនមែនតែភូមិព្រៃច័ន្ទគឺនៅខេត្តពោធិ៍សាត់មិនមែនតែខេត្តពោធិ៍សាត់ទេឥឡូវនេះគឺស្ទើរតែជុំវិញប្រវត្តិព្រំដែនបានធ្វើការឈ្លានពានរំលោភលើអធិបតេយ្យភាពប្រទេសកម្ពុជាហើយខ្ញុំសូមលើកឧទាហរណ៍មួយសូនពេងត្រឹមតែករណីឈូសនៅឈូសឆាយនេះចម្ងាយ200ម៉ែត្រចូលទឹកដីកម្ពុជាបើយោងតាមអត្ថបទរបស់អ៊ុំសំអាននៅខេត្តពោធិ៍សាត់ទៅចុះហើយថៃបានលើកឡើងថាដីថៃចង់ឈូសឆាយយ៉ាងម៉េចក៏បានដែរបងប្អូនយោហើយជារឿងត្រឹមត្រូវសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិខ្មែរឈឹមសុផាតដែលនេះផ្សាយរាយការណ៍ដោយម៉ែនកសិញបានជំទាស់ថាឯកតោភាគីរបស់យោធាថៃដែលសម្រេចថាអានេះទឹកដីខ្លួនអានោះទឹកដីខ្លួនគឺមិនអាចទទួលយកបានពីព្រោះគ្មាននរណាម្នាក់សូម្បីតែសហរដ្ឋអាមេរិកក៏ដោយម្នាក់ឯងមិនអាចទៅដើរចអុលដោយគ្មានការឯកភាពពីភាគីម្ខាងទៀតទេអានេះខ្ញុំគ្រប់គ្រងនៅសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនៅចំណុចហ្នឹងគឺត្រូវតែជំទាស់ក្រមរូបភាពណាក៏ដោយមិនទេមិនអាចបើយើងមិនអាចអត់ធ្មត់រហូតដល់អត់និយាយអីតទៅសោះត្រូវតែជំទាស់តាមផ្លូវគេដល់មិនអាចដល់បើនិយាយអញ្ចឹងបើម្នាក់ឯងវាថៃគេថាហ្នឹងដីថៃបើតែណែយើងចង្អុលម្នាក់ឯងដែរទៅចឹងណាខ្មែរយើងថាព្រំដែននៅបាងកកដែរទៅបើយើងថាអញ្ចឹងដល់ថៃគេតែម៉េចបើយើងនិយាយឲ្យខ្លីទៅណាឯកតោភាគីគឺរំលោភអានឹងមួយណាអញ្ចឹងហេតុអីបានជាខ្ញុំលើកហេតុផលថាឯកតោភាគីគឺជាការរំលោភតែហ៊ានជួសឆាយធ្វើផ្លូវគឺជាការរំលោភពីព្រោះលីវបូរីបងប្អូនអ្នកណារស់នៅក្នុងប្រទេសថៃនៅក្នុងក្រុងបាងកកតើតាហ៊ានធ្វើផ្លូវឬក៏ស៊ីវិលធ្វើផ្លូវមែនទេតើតាហ៊ានធ្វើផ្ទះឬកម្មករធ្វើផ្ទះនៅប្រទេសខ្មែរក៏ដោយប្រទេសណាក៏ដោយណានៅប្រទេសបារាំងនៅប្រទេសអាមេរិកក៏ដោយធ្វើផ្លូវមានតាហ៊ានណាដែលមកធ្វើផ្លូវមានអ្នកណាដែលតែយករថក្រោះមកធ្វើផ្លូវមានអ្នកណាដែលយកកំភ្លើងមកធ្វើផ្លូវគួយចាច់ពេញបណ្ណាណាអញ្ចឹងមានន័យថាម៉េចមានន័យថាជាការបង្កហេតុជាការបង្កសង្គ្រាមជាពិសេសជាការឈ្លានពានទឹកដីឆៃសមិទ្ធឈ្លានពានទឹកដីច្បាស់ណាស់និយាយឲ្យខ្លីសារមុតណាសម្រាប់ខ្ញុំដូចជាយោបល់ទៅកាន់រដ្ឋាភិបាលដែរថាធម្មតាផ្លូវគេមិនដែលធ្វើដោយរថក្រោះគេមិនដែលធ្វើដោយកំភ្លើងទេបងប្អូនណាគេមិនដែលធ្វើដោយយោធាទេផ្លូវគេធ្វើដោយជនស៊ីវិលធម្មតាតាបងប្អូនយើងមើលតែហ៊ានគឺតួនាទីរបស់តាហ៊ានមិនមែនធ្វើផ្លូវឯណាចុះបើតាហ៊ានធ្វើផ្លូវគឺជាការបង្កសង្គ្រាមជាការបង្ករឿងឬក៏យើងអាចនិយាយបានថាជាការឈ្លានពានតាហ៊ានធ្វើផ្លូវឈ្លានពានខ្ញុំលើកឧទាហរណ៍ដូចជាករណីការវាយលុកឈ្លានពានរបស់អាមេរិកទៅកាន់ប្រទេសអ៊ីរ៉ាក់គេមិនយកជនស៊ីវិលទៅឈូសឆាយយកជនស៊ីវិលទៅធ្វើទេគេយកតាហ៊ានមែនទេដូចជាអ៊ីស្រាអែលវាយលុកចូលទៅក្រុងកាហ្សាគេយកតាហ៊ានបើកាលណាប្រើតាហ៊ានដើម្បីចូលទៅក្នុងទីតាំងឯមួយវាជាការឈ្លានពានដូចជាយួនឈ្លានពានប្រទេសកម្ពុជានៅឆ្នាំ1979 7មករាដែលគេហៅថារំដោះហ្នឹងគឺវាចូលទៅកងទ័ពអានេះគេហៅថាឈ្លានពានហើយទី1ខ្ញុំបកស្រាយច្បាស់ថាតាហ៊ានមិនមែនជាអ្នកធ្វើផ្លូវទេតាហ៊ានគឺជាអ្នកការពារជាតិហើយធ្វើផ្លូវគេមិនដែលយករថក្រោះគេមិនដែលយកតាហ៊ានកាន់កាភ្លើងមកធ្វើផ្លូវទេអានឹងគឺជាការរំលោភឈ្លានពានអធិបតេយ្យភាពមួយចំណុចទី1ចំណុចទី2
ប្រាជ្ញលោកប្រាជ្ញឯកតោភាគីខ្ញុំគ្រប់គ្រងសេចក្តីថ្លែងការណ៍របស់ក្រសួងរដ្ឋាភិបាលខ្មែរដែលជំទាស់ចេះតែចង្អុលថានេះដីឯងអានេះដីអញខ្មែរយើងថាដែរទៅឥឡូវចាប់ពីថ្ងៃហ្នឹងខ្មែរថាដែរថាដីខ្មែរនៅតែនេះដីខ្មែរនៅតែនោះឥឡូវធ្វើម៉េចមែនទេយើងរបស់នេះនៅលើពិភពលោកយើងនេះច្បាប់អន្តរជាតិក៏ដោយច្បាប់អង្គការសហជីវជាតិក៏ដោយការប្រកាសជាឯកតោភាគីដោយគ្មានពិភពលោកទទួលស្គាល់ដោយគ្មានភាគីផ្សេងទៀតទទួលស្គាល់ណាគឺជារឿងខុសច្បាប់ពិសាមិនអាចទទួលយកបានត្រឹមត្រូវមិននេះសេចក្តីថ្លែងការណ៍នេះគឺល្អត្រូវតែជំទាស់មិនអាចទទួលយកបានទេមួយទៀតខ្ញុំលើកឧទាហរណ៍ឯកតោភាគីហៅថារំលោភខ្ញុំនិយាយអំពីនៃកងទ័ពឬក៏នៃយោធានៃប្រទេសឥឡូវខ្ញុំនិយាយជាក់ស្ដែងឧទាហរណ៍ក្រៅលេងទៅចុះដល់ថតរូបបងប្អូនសេចក្តីស្រឡាញ់រវាងបរិសុទ្ធនិងស្ត្រីការសម្រេចឯកតោភាគីគឺជាការរំលោភជាការរំលោភមែនទេឧទាហរណ៍ស្នេហាសម្រេចតែមួយខាងឯកតោភាគីមួយខាងទៀតប្រឆាំងដាច់ខាតអានឹងយើងមិនចាប់រំលោភមនុស្សចាប់រំលោភមិនមួយខាងរើមួយខាងស្រែកមួយខាងសកត់មួយខាងចាប់អានឹងគឺអញ្ចឹងដូចគ្នាយើងនៅផ្ទះនៅរបងជាប់គ្នាក៏ដោយយើងធ្វើរបងមិនអាចធ្វើម្នាក់ឯងបានទេយើងមិនអាចធ្វើរបងដោយមួយខាងទៀតនឹងមែនទេអត់អីទេប៉ុន្តែបើយើងមានប្លង់ដីច្បាស់យើងអាចធ្វើបានបើយើងអត់មានប្លង់ដីច្បាស់គឺកាប់គ្នាងាប់បងប្អូនកាប់គ្នាងាប់សាហាវជាងនៅព្រំដែនទៅទៀតបងប្អូនមានដឹងទេនៅប្រទេសកម្ពុជាយើងគ្រាន់តែរឿងចំនួនដីធ្លីភូមិផងរបងជាប់គ្នាហ្នឹងកាប់គ្នាងាប់ច្រើនណាស់ទូទាំងប្រទេសប៉ុន្តែរដ្ឋមិនអីយកអានឹងករណីមកសិក្សាមកតែចាំបានថាខ្ញុំថាអត់វិជាកំណត់អត់វិជាតែខ្ញុំថាបើសូនរាទៅក្នុងប្រទេសណារាល់ករណីកើតឡើងនៅក្នុងប្រទេសកម្ពុជាខ្ញុំលើកយកមកសិក្សាលើកយកមកសិក្សាដើម្បីអីដើម្បីបង្ការករណីហ្នឹងលើកទី2ទប់ស្កាត់កុំឲ្យមានករណីលើកទី2គ្រោះថ្នាក់ចរាចរណ៍ក៏ដោយថាវាគ្រោះថ្នាក់ចរាចរណ៍ដោយសារអីទៅអង្គុយសិក្សានេះដោយសារស្រវឹងយើងត្រូវធ្វើម៉េចមែនទេទៅធ្វើម៉េចតែខ្ញុំលើកឧទាហរណ៍មួយហ៊ុនហេងមិនមែនហ៊ុនហេងខំមិនណាអ្នកនិពន្ធបទភ្លេងប្រពៃណីខ្មែរទេហ៊ុនហេងពីលបុកមនុស្សស្លាប់3នាក់របស់5នាក់ជាប់គុកមួយឆ្នាំបងប្អូនពិចារណាមើលសង្គមក្តៅក្រហាយសូម្បីយើងនិយាយទៅមនុស្សនិយាយទៅក្តៅក្រហាយតែម្ដងអានេះខ្ញុំនិយាយពីចំណុចមួយអញ្ចឹងសរុបសេចក្តីមកវិញមែនទេការដែលប្រើកងទ័ពបំពេញវណ្ណារីមកលើប្រទេសកម្ពុជាក្រោមរូបភាពណាស្អីក៏ដោយជាពិសេសក្រោមរូបភាពឈូសឆាយធ្វើផ្លូវណានឹងការដាក់បណ្ដាលសូនតារាប្រកាសប្រឆាំងហើយបើរដ្ឋាភិបាលបន្តយុទ្ធនាការនេះថ្លែងការជាច្បាប់អន្តរជាតិពីព្រោះយើងនិយាយពីការទទួលស្គាល់វិញព្រោះបើយើងនិយាយពីអំណាចនៃយោធាអាវុធយើងនិយាយថាមិនទៅរួចជាមួយថៃទេថាអញ្ចឹងទៅបើហ៊ុនសែនគាត់គ្រប់គ្រងដែរបើគាត់អត់បើគាត់ទៅរួចជាមួយថៃគាត់ចាក់ដូចឪខ្ញុំបាត់ហើយឥឡូវខ្ញុំគ្រប់គ្រងនៅចំណុចហ្នឹងថាពាក់ព័ន្ធជាមួយនឹងការទទួលស្គាល់ពិភពលោកត្រូវមិនឲ្យទទួលស្គាល់ព្រោះច្បាប់អន្តរជាតិទោះជាដីថៃកំពុងតែគ្រប់គ្រងក៏ដោយតែវាដាក់បលាលួសនៅលើប្រាសាទហ្នឹងក៏យើងមិនអាចទទួលស្គាល់បានដែរមែនទេបើដាក់តែឯងទៅដាក់តែឯងប្លន់ណាបងប្អូនឲ្យគ្មានការឯកភាពពីភាគីម្ខាងទៀតណាដាក់តែឯងដោយគ្មានការឯកភាពពីភាគីម្ខាងទៀតគឺជាការប្លន់ត្រូវតែទៀមទាស្វែងរកចំណុចមួយហើយมันអាចប្រើកម្លាំងទ័ពมันអាចប្រើអាវុធណាដើម្បីនេះមកប្លន់ទឹកដីប្រទេសមួយឈ្លានពានប្រទេសមួយបានទេបើនិយាយអញ្ចឹងច្បាប់អន្តរជាតិពិភពលោករំលាយថែមទីហើយបងប្អូនប្រទេសតូចតាចងាប់អស់ហើយទី1ទី2សហគមន៍អាស៊ាននេះគិញរឿងគឺរលាយហើយត្រូវលើករឿងនឹងឲ្យខ្លាំងឡើងវិញជាមួយនឹងសមាគមអាស៊ានមិនអាចទៅធ្វើអញ្ចឹងបានទេប្រទេសទាំង10គឺត្រូវទាំង10ទាំង11នឹងត្រូវរស់នៅជាមួយគ្នាចែកចាយសន្តិភាពរស់នៅដោយសុខដុមរមនាមិនអាចប្រទេសមួយដែលមានសេដ្ឋកិច្ចខ្លាំងមានកងទ័ពខ្លាំងទៅបំពេញហើយទៅរាយបលាលួសតែម្នាក់ឯងទៅឈូសឆាយតែម្នាក់ឯងណាសុទ្ធិសែងទៅសន្មត់តែម្នាក់ឯងមិនអាចទទួលយកបានជាដាច់ខាតទីអញ្ចឹងប្រធានបទនេះគឺជាការដាស់នេះទី1នេះឲ្យស្មារតីកូនខ្មែរយើងមានការជួយចាប់និងថែរក្សាប្រទេសជាតិហើយឲ្យរដ្ឋាភិបាលសំវិបាលមែនបន្តយុទ្ធនាការណាច្បាប់អន្តរជាតិជាសំខាន់ជាពិសេសដោយដែលរដ្ឋាភិបាលក្រៅប្រទេសដឹកនាំដោយសំរងស៊ីបានទទូចនិងធ្វើយុទ្ធនាការក្រោយពីរដ្ឋាភិបាលនេះប្រកាសសុពលភាពមិនមែនដោយអាវុធមិនមែនដោយកាភ្លើងទេព្រោះកាភ្លើងយើងវាអត់ដល់គេគឺដោយការបដិងសុខហេងមិនតឡាការអន្តរជាតិដោយបកូណាសេរុបានធ្វើកន្លងមករឿងប្រសាទព្រះវិហាររឿង ICJ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវតែធ្វើកិច្ចការអន្តរជាតិនេះ
បើយើងអាវុធមិនឈ្នះគេសេដ្ឋកិច្ចមិនឈ្នះគេច្បាប់ឈ្នះគេមិនប្រើច្បាប់អន្តរជាតិហ៎ខ្ញុំនៅតែឆ្ងល់ទេខ្ញុំនៅតែឆ្ងល់ហេតុអីទេហើយទៅអង្គុយលអ៊ូតើរំលោភកោលទោសអានោះវាដែលស្ដាប់អីពីព្រោះហ៊ុនសែនក៏គាត់មិនដែលទៅស្ដាប់អន្តរជាតិកោលទោសគាត់រឿងរំលោភសិទ្ធិមនុស្សចាត់ជនស្លុបត្រង់ជនពិការវិតដាលីមបើសូវៀតរៀបដាក់គុកចាក់ឪពុកសូនរ៉ាដាក់គុកគាត់ទៅមានតែដើរទៅខ្វល់គេកោលទោសអីអញ្ចឹងយើងត្រូវដឹងថាថៃវាទៅខ្វល់អីវាដឹងតែខំស៊ីបានស៊ីលៀបទៅជាអាចទៅហើយអញ្ចឹងយើងត្រូវតែទប់ស្កាត់ហើយដូច្នេះបានដល់ចំណុចនេះខ្ញុំនិយាយមុននឹងឈានចូលទៅដល់ប្រធានបទទី2បងប្អូនរឿងប្រទេសជាតិណាវិជ្ជាការហើយយើងត្រូវតែនិយាយគណៈបកប្រជាជនគេថាហ៊ីពីមុនគេធ្លាប់សួរថាឲ្យទៅសួរថៃអានេះខ្ញុំធ្លាប់និយាយហើយ30 ดือนនេះខ្ញុំថាគេថាបលាលុះនៅឯណាហើយមកទៅសួរថៃអញ្ចឹងមានន័យថាឯងឲ្យអំណាចទៅលើថៃអ្នកកំណត់ហ្នឹងបើឲ្យសួរថៃក៏ដែរអៀតមកនេះថៃវាដាក់នៅសៀមរាបក៏ដែរអញ្ចឹងមកនេះសួរថៃលោកថៃជាលោកជាអ្នកសម្រេចបើឲ្យលោកថៃលោកសម្រេចត្រូវហើយហ្នឹងជាការសារភាពជាការឈ្លានពានទៅទទួលស្គាល់ការឈ្លានពានហ្នឹងយើងត្រូវសួរហ៊ុនសែនយើងត្រូវសួរហ៊ុនម៉ាណែតថាអាម៉េចបានជាឲ្យថៃនឹងដាក់បលាលុះយើងមិនត្រូវតែឲ្យសួរថៃសួរថៃអាម៉េចចឹងបានតាមន័យថាគាត់និយាយត្រូវរបស់គាត់ហ្នឹងយើងទៅជេរគាត់ខុសអ្នកជេរគាត់ថាត្រូវទេគាត់ថាគាត់ប្រៀបធៀបថាបើចៅមានអាវុធគ្រប់ដៃហើយមានគ្នាច្រើនចូលមកផ្ទះខ្ញុំតើឲ្យខ្ញុំត្រូវធ្វើម៉េចខ្ញុំមិនត្រូវរត់ប្រះអាយុទុកផ្ទះឲ្យចៅយកចិន្តាខឹមគាត់ប្រៀបធៀបហ្នឹងគឺក្នុងកលៈទេសៈមួយដែលហ៊ុនសែនអន់បងប្អូនអក្សរសិល្ប៍ឆ្លុះបញ្ចាំងវាគឺជាកញ្ចក់អ្វីដែលគាត់ថាជាកញ្ចក់គាត់និយាយហ្នឹងគាត់ឆ្លុះថាស្ថានភាពស្រុកខ្មែរហ្នឹងបានមកទៅប្រៀបធៀបថាចេះបានទោះជាពួកចៅមានគ្នាច្រើនអាវុធគ្រប់ដៃយ៉ាងណាក៏ដោយហើយតែឯងហ៊ានចូលផ្ទះអញច្បាស់ជាងាប់មិនអាចត្រឡប់ទៅវិញបានទេមែនទេអញដឹងអញបានត្រៀមរួចរាល់រួចជាស្រេចថាឯងចូលតាមច្រកណាគេសួរថាឯងដោយវិធីណាបើអញប្រាប់ចៅដឹងចៅមិនរត់គេចផុតចៅមិនរកវិធីណាបំផ្លាញផែនការអញអញ្ចឹងអញមិនទៅប្រាប់ទេអញគ្រាន់តែប្រាប់ឯងថាចេះបើពួកឯងកាន់អាវុធគ្រប់ដៃចូលបើហ៊ានចូលលបងផ្ទះអញណាឯងអត់មាននរណាម្នាក់មានជីវិតត្រឡប់ទៅវិញទេអាហ្នឹងបើសិនជាហ៊ុនសែនខ្លាំងគាត់និយាយថាគាត់ប្រៀបធៀបចឹងហ្នឹងបងប្អូនគាត់ថាគាត់ទៅកញ្ចក់នេះគាត់និយាយហ្នឹងគាត់មើលងាយហ៊ុនសែនហ្នឹងបងណាទោះជាចេតនាអចេតនាក៏ដោយមែនទេចេតនាឬដល់អចេតនាគឺសាររបស់គាត់និយាយថាលើកឧទាហរណ៍វាបញ្ជាក់អំពីការមើលងាយសមត្ថភាពរបស់ហ៊ុនម៉ាណែតថាវាអន់ប្រៀបធៀបណែគាត់រត់យកប្រាយុគាត់ចង់ការពារខ្លួនប៉ុន្តែនៃនេះវាជាកញ្ចក់ឲ្យឃើញឆ្លុះបញ្ចាំងថាហ៊ុនសែននិងហ៊ុនម៉ាណែតហ្នឹងអន់មើលងាយហ៊ុនសែនហ៊ុនម៉ាណែតអាហ្នឹងអញ្ចឹងគាត់ប្រៀបធៀបត្រូវនេះចំណុចមួយខ្ញុំថាគេថាទៅសួរថៃអញ្ចឹងមកដល់ទៅនេះគេថាអានេះមែនទេថៃវាឈ្លានពានទឹកដីខ្មែរវិតណាលីមសូម៉មសំបូវាមិនទៅបន្ទោសថៃវាមកបន្ទោសតែរដ្ឋាភិបាលវាមកបន្ទោសតែសម្ដេចវាមកបន្ទោសតែហ៊ុនម៉ាណែតអាហ្នឹងខ្ញុំថាត្រឡប់ទៅវិញខ្ញុំថាឈួតបាត់ហើយបងប្អូនណាឈួតបាត់ហើយបងប្អូនមិនអញ្ចឹងឲ្យបន្ទោសសូនតារាមកអញ្ចឹងតើនរណាជាអ្នកទទួលខុសត្រូវដឹកនាំប្រទេសហ៊ុនសែនហ៊ុនម៉ាណែតគាត់មានអីគាត់មានអំណាចគាត់កាន់ទ័ពកងទ័ពដើម្បីការពារបូរណភាពទឹកដីប្រទេសទឹកដីកម្ពុជាសុខទៅលើរដ្ឋស្ដេចកំណាព្យគឺមិនអាចរំលោភបំពានបានបើគេរំលោភបានយើងវាអន់ហើយបើដឹងតែអន់អាមិនក៏មិនដើរចេញគេមិនខ្ញុំប្រាប់គាត់ថាបើឃើញមនុស្សអន់ហ្នឹងកុំទៅលើកទឹកចិត្តការពារត្រូវឲ្យយោបល់ថាចេញទៅស្រុកខ្មែរមានអ្នកឆ្លាតច្រើនណាស់សម័យគាត់ថាឆ្លាតជាងហ៊ុនម៉ាណែតគាត់ថាខ្លួនឯងវាឆ្លាតជាងហ៊ុនម៉ាណែតបាត់ទៅហើយមែនទេហេតុអីបានយើងមនុស្សឆ្លាតមនុស្សខ្លាំងពូកែកូនខ្មែរដែលមានសតិសម្បញ្ញៈពូកែរាប់លានអ្នកយើងសុកចិត្តបោះបង់ចោលសុកចិត្តឃើញមនុស្សកត្រិកត្រុកអត់មានបញ្ញាអីសោះលីតាអញ្ជើទូចហើយយើងសុកចិត្តទៅការពារមនុស្សទុនខ្សោយឲ្យបន្តត្រាំត្រែងបាត់បង់ទឹកដីគឺបន្ទោសអ្នកទទួលខុសត្រូវបន្ទោសអ្នកទទួលខុសត្រូវនេះនរណាទទួលខុសត្រូវការពារទឹកដីរដ្ឋាភិបាលចុះបើឲ្យគេយកមកដាក់បលាលួសបើឲ្យគេកាត់យកប្រាសាទបើឲ្យគេមកឈូសបើឲ្យគេមកយកស្រុកអ្នកភូមិអាហ្នឹងវាយ៉ាងម៉េចឲ្យទៅបន្ទោសថៃបន្ទោសវាបន្ទោសទៅបន្ទោសទៅដល់ចសៃតែទៅយើងអត់ការពារវាដាក់យកតែប្រទេសទាំងមូលបាត់ហ្នឹងណានេះយើងទៅបន្ទោសមេរោគក៏មិនព្រមព្យាបាលជំងឺថៃជាមេរោគមែនទេយើងត្រូវតែទៅពេទ្យឈឺហើយអត់គិតពីអង្គុយជេរមេរោគបងប្អូនមែនទេអាលក្ខណៈដែលមែនទេថៃចុះឯងមិនក៏មិនទៅបន្ទោសណែថៃមកបន្ទោសអីជាមួយនឹងហ៊ុនសែនទៅវិញថៃជាមេរោគវាស៊ីទឹកដីកម្ពុជាវាឈ្លានពានចេស្តារ៉ោះ
Bên trên chứ về priệp thế ai chư coi chê mê rốt tôi chẳng là lớp trong xua mà lúc chư coi chê mê rốt mình coi chê mê rốt rồi thứ mất rồi từ về triệu ba là bọn nó rốt tháng năm được cái này nó tha bị ba lên đấy bây giờ mê rốt bị si bật đề rồi tại triệu ba cà pì không ai còn tặng bây giờ ở triệu ba bây giờ ở cà pì bây giờ ở mê rốt xí từng coi chê mê rốt mình không coi chê mê rốt cái chặt tóc chứ mình lúc cút nè bọn nó cái rồi tại bình tổ bóng ổn và chi chuyên cam chỉ trâu tay đần tổ chẳng hạn bạn chỉ miền bật tết chạy đủ của làm vật đại miền miền được nón sáu cái đào chân bây giờ đang đặt luôn dương sỏi đang đặt luôn dương đang ẩn đang đặt luôn dương đang bọc bẹ bọc bọc chẳng là làm mình ai từ cà phê chiết cà phê tật đầy bàn tật đấy nó men chỉ cam là sự bắt mộtរបស់យើងដូចឡាននេះណាយើងឲ្យគេអ្នកខ្លាំងទៅការពារទៅមែនទេឲ្យអ្នកណាដែលមានសមត្ថភាពហ្នឹងទៅមើលគេមើលឲ្យតាដើរតាមគេម្ដងមើលមែនទេជាពិសេសហៅសូនតារាទៅដឹកនាំប្រទេសអាហ្នឹងគឺខ្ញុំនៅនិយាយតែបើខ្ញុំដឹកនាំប្រទេសណាគ្មានបរទេសណាចលោជើងចូលដីខ្មែរមកចំអាមខ្ញុំប្រាប់ទៅអត់សូនតារាគឺដូចភូមិក្រក៏ដោយទៅក៏ដោយសួរថាមានវិធីណាខ្ញុំនិយាយខ្ញុំមិនប្រាប់ទេបើខ្ញុំប្រាប់សត្រូវមិនដឹងបងប្អូនណាមិនមែនមានន័យថាយើងមានអាវុធអន់ជាងគេយើងមិនអាចការពារជាតិបានទេយើងមានអាវុធអន់យើងមានបច្ចេកទេសសង្គ្រាមបែបឆ្លងបច្ចេកទេសសង្គ្រាមបើឯងបើខ្ញុំណាបងប្អូនណាសូនតារាឲ្យដាក់កន្លះលុះពាត់យកភាសាតានេះនេះដីហ្នឹងណាបើអញចូលទៅកាន់កាប់មិនបានហើយក៏ចូលកាន់កាប់មិនបានដែរហើយលេងក៏ភ្លើងលើអីក៏ភ្លើងទៅយើងកុំទៅឈរកន្លែងហ្នឹងបើតែកន្លែងដីនោះប្រាសាទហ្នឹងមានចំនួនកន្លែងនេះវាទម្លាក់គ្រាប់វាទម្លាក់ GPS វាទម្លាក់អីទៅលើហើយយើងទៅឈរតែហ្នឹងកន្លែងហ្នឹងអញទៅសម្រាប់តែបាញ់ពួកវាតាបាញ់ឲ្យដកចេញមកវិញបានតែធ្វើទៅមានន័យថាទឹកដីកន្លែងណាដែលយើងមិនអាចទៅឈរជើងបានឯងមិនអាចទៅឈរជើងបានទេឥឡូវនេះបើសូនតាទៅក្នុងប្រទេសក៏ដោយណាទោះជាមានបលាលុះក៏ដោយបលាលុះហ្នឹងណាបើឯងមិនដាក់បានតែមិនអាចធ្វើសកម្មភាពក្រោយបលាលុះដែរខ្ញុំចាត់ទុកថាជាដីខ្មែរបានទេបើមានចេញសកម្មភាពខ្ញុំបាញ់មកខ្ញុំចាត់ទុកជាទឹកដីរបស់ខ្ញុំមែនទេមានន័យថាកន្លែងណាដែលអញចូលមិនបានឯងក៏ចូលមិនបានដែរគាត់ថាបើឯងមានកំភ្លើងច្រើនមានអាវុធទំនើបបាញ់ចំមកអញលួចបាញ់តាមរុនក្តាមសួរទៅស្ទន់រាញនិយាយប៉ុណ្ណឹងខ្ញុំចឹងទៅនេះការពារទឹកដីណាបើខ្ញុំទៅក្នុងប្រទេសណាបើតែឯងមានកំភ្លើងខ្លាំងមានទៅខ្ញុំមានតែអាការបត់ក៏បានដែរហើយបាញ់ទៅលើមេឃអញបាញ់ពីរុនក្តាមទៅមែនទេគឺខ្ញុំនិយាយនេះជាន័យធៀបទេបងណាខ្ញុំមិនបកកាយដល់ថ្នាក់ហ្នឹងប៉ុន្តែអាចដែរអាចគ្រាន់តែខ្ញុំនិយាយថាគ្មាននរណាអាចឈានចូលទឹកដីខ្មែរមួយចំអាមឡើយបងប្អូនទោះជាខ្ញុំមានអាវុធខ្សោយជាងអ្នកឯងក៏ដោយក៏ខ្ញុំមានបច្ចេកទេសមិនឲ្យអ្នកឯងឈរទីតាំងនឹងបានដែរអ្នកណាឈរទីតាំងនឹងស្មើនឹងអ្នកឯងកាន់កាប់បានមិនអាចមកឈរទីតាំងទេហើយបើតែហ៊ានចម្រងចម្រាំងច្រើនកាន់អាវុធអីពេញផ្លូវយ៉ាងទៀតអូរាប់ស្រួលណាស់រាប់ស្រួលហ្នឹងគឺទៅរេលមកដួលរេលមកសូនថាដួលរេលគ្មានសល់ទេស្អីអញ្ចឹងឯងលេងឡងមកវិញតឡងមកឲ្យឡងមកសេរីមែនទេឡងមកសេរីតើឡងហើយមិនទៀតតើឡងហើយឯងមកដាក់ទីតាំងទៅនឹងបានអត់មែនទេឡងដាក់ដូចក្របភ្លៀងមែនទេដាក់ដូចក្របភ្លៀងត្រៀមណាតែពេលក្រោយដាក់ទីតាំងហ្នឹងដដែលអត់មានមកឈូសឆាយបានទេជាមួយសូនតានោះខ្ញុំសួរថាចុះមិនកាច់ត្រូវតែកាច់រឿងអីផ្សេងទៀតមិនដឹងទេខ្ញុំរឿងទឹកដីត្រូវតែកាច់ធ្វើដូចភូមិមកតើតែយើងកាច់ប៉ះអាលិកបងប្អូនសូនតាតើតែប៉ះដីប៉ះជើងអានឹងសួរថាជីវិតស្លាប់ងាប់អីទៅយើងមិនហៅសង្គ្រាមបងប្អូនណាមិនហៅសង្គ្រាមសុខចិត្តបាត់បង់ទឹកដីឬក៏សុខចិត្តបាត់បង់ជីវិតមោទនភាពអ្វីដែលគួរឲ្យខ្មាស់អៀនណាគឺកងទ័ពបូជាជីវិតរាប់រយនាក់បងប្អូននេះមិនបាត់បង់ទឹកដីបាញ់តតាំងគ្នាបាត់បង់ទឹកដីនឹងអត់ធ្មត់នេះកំហុសអត់ធ្មត់តែហ្នឹងឯងបាញ់គ្នាមិនបាត់បង់ទឹកដីសូនរ៉ាត់ទេបាត់ឈប់បាញ់គឺត្រូវតែគោរពបើណាមានន័យថាអត់មានការបាត់ស្បាញ់គឺសេទៅអត់មានការចល័តទាត់អត់មានការធ្វើសកម្មភាពកន្លែងណានៅកន្លែងហ្នឹងព្រោះនោះអត់គ្រប់ផងហ្នឹងអត់បាញ់មែនតែចល័តទាត់អត់មានកន្លែងណានៅកន្លែងហ្នឹងណាមានអត្រៈមានកងទ័ពមានឈូសឆាយចូលមកអាហ្នឹងបាញ់ខ្ញុំបាញ់តែបកកសង្គ្រាមតែខ្ញុំមានវិធីបងប្អូនណាខ្ញុំគាត់និយាយបើសូនរ៉ាដឹកនាំប្រទេសណាណារងខ្ញុំមិនបាច់ចាប់ខ្ញុំមិនត្រូវការជម្រាបប្រាប់បងប្អូនថាធ្វើម៉េចទេខ្ញុំដឹងថាបើខ្ញុំមិនអាចទៅឈរទីតាំងនឹងបានអ្នកឯងក៏មិនអាចទៅឈរទីតាំងនឹងបានដែរបើអ្នកឯងមានទ័ពខ្លាំងខ្ញុំអត់ទៅច្បាំងតតាំងជាមួយអ្នកឯងទេគឺខ្ញុំច្បាំងមែនទេចោលច្បាំងបែបខ្មោចលងនៅនេះអត់មានធ្វើខ្មោចទេដែលអត់ឈរជើងមិនបានទេមួយសូនរ៉ាឈរជើងមិនបានដីខ្មែររហូតតតែមានការកម្រិតព្រំដែនកម្រិតព្រំដែនច្បាស់ហើយណាដែលឯងចង់ដាក់បលាលុះចង់ធ្វើលបងដាក់ទៅឲ្យដល់សម្បូរលុយធ្វើអរគុណខ្មែរកំពុងតែក្រផងមែនទេឯងបើឯងចង់ដាក់បលាលុះចង់ដាក់ស្អីអារបងដាក់ទៅអស់ប្រហែលលានដាក់ទៅមែនទេខ្ញុំផ្ទះដៃទៅដាក់ខ្ញុំឈរផ្ទះដៃទៅដាក់អាហ្នឹងបានវាសម្បើមកប៉ុណ្ណាប្រទេសមួយទៅការពីប្រទេសខ្លាចញ័រទៅត្រាត់បានតែចាត់វិធានការអ៊ឺសូនរ៉ា
นั่นเองវាហើយនឹងជនពិការភុនយុទ្ធអានឹងគឺវាថោកទាបណាស់បងប្អូនអញ្ចឹងបានខ្ញុំត្រឡប់ថាគេថាចៃទៅបន្ទោសអីមិនបន្ទោសអាម៉េចបើយើងជាអ្នកដឹកនាំប្រទេសជាអ្នកទទួលខុសត្រូវប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀត Jensen Pan ទូរទស្សន៍សូនបារាស្រាត់ខោជនបដិការផ្លាស់ប្ដូរផ្នែកកំណត់ខ្ញុំនិយាយប៉ុណ្ណឹងសូមឲ្យសន្តាមានកំណត់ខ្ញុំមើលឃើញនៅអ្វីដែលហ៊ុនម៉ាណែតមើលមិនឃើញខ្ញុំបងប្អូនប្រាប់តែចាំនេះសូមតែមិនក៏មិននិយាយសាធារណៈមកខ្ញុំនិយាយនេះគេកំពុងស្ដាប់គ្រប់តែគ្នានឹងនេះយុទ្ធសាស្ត្រគេមិនได้និយាយសាធារណៈទេគាត់ប្រាប់ថាចេះសូនតារាមានប្រាជ្ញាភ្លឺថ្លាមុខមុតបងប្អូនណាខ្ញុំមើលឃើញអ្វីដែលហ៊ុនម៉ាណែតមើលមិនឃើញអំពីការពារបូរណភាពទឹកដីជីលៀនប្រធានបទទី2អមលីចាច់ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបាស្រាខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់អូចេញមកជ្រងច្រាងអីមានកភ្លើងគ្រប់ដៃឃើញមនុស្សនៅលើគោកចេះអត់ទេគ្មានសល់ទេខ្ញុំប្រាប់ទៅស្ទឹងណៃសឹងត្រៃមួយសូនរាមណាបើស្រាប់តែដីហ្នឹងបាទឃើញសោះមនុស្សចេះប៉ោងងុយនេះទៅចូលដំដិនណាដូចក្នុងរឿងព្រាយខ្មែរសាក់ផុសមនុស្សមកលឹកទៅក្នុងដីវិញរួចខ្លួនអត់អីទេប៉ុន្តែមកធ្វើឯងណាសម្បើមឲ្យប្រឆោតឲ្យដើម្បីឲ្យបាញ់ដាក់ហើយរត់ប្រុចចូលក្រុនបាត់ហើយផ្លោងទៅលេងនោះយុវជនគាត់លេងមួយឆ្នាំទៅដាក់ប៉ុណ្ណឹងឲ្យតែឃើញច្បាស់អានោះឃើញមនុស្សលើគុកលើដីខ្មែរហើយសូនតារាមានខ្លាចសង្គ្រាមខ្ញុំប្រាប់បងប្អូនខ្ញុំមិនដែលខ្លាចសង្គ្រាមទេពីព្រោះប្រទេសពេលណាដែលត្រូវការស្ងប់ស្ងាត់ពេលណាត្រូវការសង្គ្រាមអាមេរិកក៏ដោយជប៉ុនក៏ដោយមែនទេនៅបារាំងក៏មានភ្លើងជាតិតែម្ដងបារាំងភ្លើងជាតិវាគឺសង្គ្រាមបងប្អូនណាពេលណាហើយច្បាប់អ្នកដែលចូលសញ្ជាតិបារាំងទៅឆាប់អស់មកខ្ញុំមានសញ្ជាតិប៉ុន្តែខ្ញុំសិក្សាដឹងខ្លះគឺគេមានកិច្ចសន្យាមួយថាបើប្រទេសមានសង្គ្រាមកតាបកិច្ចទៅតែចូលជួយប្រទេសជាតិអាយុប្រហែលក៏ដោយបើមិនចូលកាន់កំភ្លើងបានចូលនេះជាថវិកាវិភាគទានសម្រាប់មានថវិការរបស់ចូលតាមបែបសកម្មភាពផ្សេងទៅជួយនេះជួយនោះមនុស្សទាំងអស់ការពារជាតិកាន់អាវុធមែនទេចឹងតែម្ដងប្រជាជននៅស្រុកបារាំងបើមានសង្គ្រាមគ្រប់ដៃបើមានសត្រូវឈ្លានពានទឹកដីណាកាន់អាវុធមិនថាចាស់អាយុ80ឆ្នាំទេអានេះច្បាប់គេថាអញ្ចឹងមែនទេប្រទេសយើងត្រូវដឹងថាពេលណាសន្តិភាពពេលណាសង្គ្រាមបើវាសង្គ្រាមមកដល់តម្រូវឲ្យមានត្រូវតែមាននេះយើងខ្មែរយើងទៅបិទទៅកាន់ពុទ្ធសាសនាមែនប៉ុន្តែខ្មែរយើងក៏កាន់ព្រហ្មញ្ញសាសនាដែរព្រហ្មញ្ញសាសនាព្រះរាមព្រះលក្ខណ៍ព្រះរាមជាអវតាររបស់ព្រះវិស្ណុបងប្អូនណាខ្ញុំនិយាយរឿងនេះមួយព្រះរាមជាអវតារព្រះវិស្ណុពេលណាព្រះរាមគឺជាព្រះហេតុគឺជាអ្នកព្រះវិស្ណុគឺជាព្រះដែលមនុស្សថ្វាយបង្គំជាអ្នកដែលបង្កើតលោកកសាងលោករំលាយលោកអីចឹងខ្ញុំមិនបាច់និយាយច្រើនសិនគំសេអញ្ចឹងមានន័យថាសូម្បីតែព្រះរាមក៏ដឹងថាតើពេលណាធ្វើសង្គ្រាមពេលណាសន្តិភាពដែរបងប្អូនណាមិនមានន័យថាយើងទិញពាក្យសន្តិភាពរហូតបាត់បង់ផ្ទះសម្បែងប្រាសាទភ្នំទឹកដីអត់មានទេសម្រាប់មានទេសន្តិភាពសម្រាប់តែសន្តិភាពពេលមួយយើងបង្កើតកងទ័ពមានសពាវុធមកសម្រាប់ធ្វើសង្គ្រាមនឹងឯងគឺតើនិយាយចឹងដើម្បីបង្កសង្គ្រាមអត់ទេមិនបង្កសង្គ្រាមទេគឺការពារខ្លួននេះបងប្អូនមានតែដលីអ៊ុយយើងខ្លាំងទើបមានសន្តិភាពបងប្អូនមានខ្ញុំទៅ California ខ្ញុំទៅបណ្ណាល័យ California រុយក្បាលខៀវនៅប្រធានាធិបតីគាត់ឈ្មោះស្អីទេគាត់តួកុនដូចសូនតារាចឹងណាណែមែនទេតួ Hollywood ឈ្មោះស្គីបងប្អូនណាបងប្អូនអ្នកដែលនេះអារម្មណ៍ថាបងប្អូនទៅបណ្ណាល័យនៅប្រធានាធិបតីឈ្មោះស្អីទេ Ronald Reagan គាត់តួ Hollywood ហើយគាត់ជាប់ជាប្រធានាធិបតីអាមេរិកណាបងប្អូនទៅផ្លាកនៅកន្លែងភ្នូរបស់ Ronald Reagan ណាគាត់សរសេរចេះ peace comes from strength អានេះ peace comes from strength មានន័យថាម៉េចតើតែយើងខ្លាំងទើបមានសន្តិភាពនេះអ៊ីបាត់តែបកថាអញ្ចឹងណាមានន័យថាសន្តិភាពបានមកពីកម្លាំងសន្តិភាពបានមកពីកម្លាំងអានេះបើយើងនិយាយឲ្យបកពាក្យមួយ Ronald Reagan ប៉ុន្តែបើយើងនិយាយបកន័យវាចំហ្នឹងតើតែយើងខ្លាំងទើបមានសន្តិភាពណាបើសិនជាយើងទុនខ្សោយឲ្យថៃជន់បាន100ឆ្នាំបងប្អូនកុំថា100ឆ្នាំ500ឆ្នាំគឺវាមានតែរលាយទឹកដីទៅទេមែនទេតើតែយើងខ្លាំងហើយខ្លាំងចាប់ផ្ដើមទេនៅសម្រាប់សូនតារាគឺអត់ទេខ្ញុំចឹងខ្ញុំស្គាល់ច្បាស់ថាពេលណាត្រូវដាល់ពេលណាត្រូវសងំពេលណាត្រូវរត់ពេលណាត្រូវនៅពេលណាត្រូវច្បាំងពេលណាត្រូវដេកដំណាក់កាលច្បាំងមកដល់ខ្ញុំបែរជាដេកគឺគេមកចាក់កខ្ញុំសម្រាប់ចោលអាហ្នឹងខ្ញុំចេះខ្ញុំអត់មានស្រឡាញ់សង្គ្រាមនេះលើโลกនេះគ្មាននរណាស្រឡាញ់សង្គ្រាមទេនេះប៉ុន្តែ
ដំណាក់កាលដែលត្រូវតែធ្វើសង្គ្រាមត្រូវតែធ្វើសង្គ្រាមខ្ញុំចូលមកនៅកណ្ដាលតម្រៀបជួររត់ក្រោះក៏ដោយមានមនុស្សឈរឲ្យរាប់ខ្ញុំរាប់ឈររាប់អង្គុយឲ្យកពតព្រៃអង្គុយរាប់1 2 3 4 5បើថាឈរ5នាក់អត់ឲ្យរួចមួយតែ5នាក់ត្រូវតែដួលទាំង5ហ្នឹងចូលទៅដីខ្មែរអត់បាច់បត់ចូលទេបាច់ទៅឃើញមនុស្សទេហើយចូល5នាក់ឲ្យដួលទាំង5ព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតដតីទៀតទូរទស្សន៍សូនតារាកូនខ្មែរប្រូឆៃស្រាត់ខោជន់បដិការផ្លាស់ប្ដូរផ្នែកកម្រិតប្រធានបទទី2គឺប្រធានបទអមមានន័យថានិយាយឆ្លុះជាអក្សរសិល្ប៍រំវងបាត់ដីរំវងបាត់ដីបងប្អូនរំវងបាត់ដីនេះក៏និយាយជាចំណងជើងនៃខ្សែភាពយន្តចំណងជើងនៃរឿងឆ្លុះបញ្ចាំងអំពីតថភាពសង្គមទេអក្សរអារ៉ាប់ខ្ញុំមើលបាច់ទេនឹងគេសេថាម៉េចទេបើគាត់សរសេរខមមិនជាអក្សរខ្មែរឃើញបងប្អូនយើងបង្ហោះនេះវេទញែកវីដេអូសកម្មជនគណៈបកប្រជាជនដែលជាអ្នកសារព័ត៌មានណាផឹកស៊ីច្រៀងរំវងសបាយក្រោយពីមកត្រឡប់មកពីមើលថៃនេះកាត់ស៊ីដីខ្មែរក្រោយពីត្រឡប់មកមើលប្រជាជនរងគ្រោះបង្ហូរទឹកភ្នែកថតបានខ្លះលាក់ព័ត៌មានខ្លះអំពីថៃឆ្លៀនពៀននិងបលាលួសណាមកដល់ផ្ទះវិញក៏នាំគ្នាជប់លៀងផឹកស៊ីច្រៀងរាំហើយត្រូវបានមហាជនគេរិះគន់ត្រឹមត្រូវកន្លែងណាដែលមហាជនប្រតិកម្មគឺត្រឹមត្រូវហើយយើងធ្វើខុសហើយបាទនេះអាហ្នឹងបានទីខ្ញុំដាក់ចំណងជើងមួយថានេះរំវងបាត់ដីអាហ្នឹងរំវងបាត់ដីគ្មានអីសបាយជាងបាត់ដីទេបងណាទៅហើយបាទនេះអោសារវ៉ាន់រំវងបាត់ដីសារវ៉ាន់រំវងបាត់ដីមួយសួរថាលោកគ្រូយកអាហ្នឹងមកធ្វើជាប្រធានបទអត់ចុះនិយាយអីខ្ញុំនិយាយថាគាត់ជាចំណងជើងនៃខ្សែភាពយន្តនេះរឿងដែលខ្ញុំចង់និយាយខ្ញុំដាក់ជាការឆ្លុះបញ្ចាំងអំពីតថភាពសង្គមជាក់ស្ដែងមួយខ្ញុំនិយាយ3ចំណុចសំខាន់បងប្អូនទី1និយាយអំពីសេរីភាពនៅក្នុងប្រទេសកម្ពុជាណាបងប្អូនមានធ្លាប់ឮសូនថានិយាយពីសេរីភាពនៅក្នុងប្រទេសកម្ពុជាមាន4ចំណុចទី1ខ្ញុំនិយាយពីសេរីភាពទាំង4នៅក្នុងប្រទេសកម្ពុជារិទ្ធិនិសមវឌ្ឍនាវែងគេសួរថាតើកម្ពុជាគ្មានសេរីភាពទេអត់ទេកម្ពុជាមានសេរីភាពមិនអត់ទេប៉ុន្តែសេរីភាព4ទី1សេរីភាពនៅក្នុងការដើរហើរប្រទេសកម្ពុជាឲ្យតែមានលុយបងប្អូនចង់ដើរទៅចូលអូតែលចូលលបែងដើរទៅងក់ក៏បានដែរសេរីភាពនៅក្នុងការដើរហើរទី2សេរីភាពនៅក្នុងការផឹកស៊ីច្រៀងរាំមែនទេឲ្យតែបងប្អូនមានលុយបងប្អូនចង់ច្រៀងបងប្អូនចង់រាំទឹកមកផ្ទិលបងប្អូនចង់ចាក់ការ៉ាអូខេបងប្អូនអត់បាច់ធ្វើកាយទេអង្គុយពេនភ្នែនផឹកហើយតពីព្រឹករហូតទល់ល្ងាចចាក់ការ៉ាអូខេនឹងមិនបាច់អានេះហៅសេរីភាពនៅក្នុងការផឹកស៊ីច្រៀងរាំសុភ័ក្រសុខទី3សេរីភាពនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនគឺចង់សម្ដៅទៅលើគ្រប់គ្រងចង់ឲ្យតែគ្រប់គ្រងគណៈបកប្រជាជនចង់និយាយពាក្យអក្សរថាអញមិនក្បាលឯងអញទៅវិញឯងដល់ផ្ទះឯងថាមិនក៏ដោយពាក្យចឹងអត់មានទេប៉ុន្តែបើពាក្យដែលមានទោសបើនៅស្រុកបារាំងនៅស្រុកអាស្មៅគម្រាមជីវិតឲ្យតែបងប្អូនចូលគណៈបកប្រជាជនឲ្យតែគ្រប់គ្រងនេះសេរីភាពនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនសេរីភាពនៅក្នុងការសរសើរហ៊ុនសែនសេរីភាពនៅក្នុងការគ្រប់គ្រងនៃបើយើងគ្រប់គ្រងគណៈបកប្រជាជនហ៊ុនសែនគណៈបកប្រជាជនចង់និយាយថាអញទៅបាញ់ក្បាលឯងហើយណាឯងជាប់គុកឯងសំជាប់គុកណាឯងសំនឹងស្លាប់ណាឯងសំនឹងងក់មកពូជឯងនិយាយមិនក្បាលអត់មានបញ្ហាទេមែនទេនិយាយមិនក្បាលបច្ចុប្បន្នកំហឹងសវ័យភាពដាច់សាហាវមកសេរីឲ្យតែជាអ្នកគ្រប់គ្រងគណៈបកប្រជាជនអានេះខុសច្បាប់បងប្អូនណាប៉ុន្តែបើបាក់ប្រឆាំងដល់ថ្នាក់នេះគាត់និយាយថាម៉េចដេញយួនបានអត់ជាប់គុកបាទសឿមឈានដេញយួនបានអត់ជាប់គុកបាទគាត់តែភុនយុទ្ធគាត់សម្ដែងមតិគាត់ណាសម្លេងគាត់អញ្ចឹងសម្គាត់មិនមែនកាចទេមិនទេធម្មជាតិសម្លេងគាត់អញ្ចឹងគាត់និយាយស្មោះត្រង់គាត់មិននិយាយនេះជេរបចៅអាគុកអាចបាក់អារំទះបាញ់ទេណាហើយមាន logic ថាសម្ដីរបស់គាត់ណាក្របីព្រៃមានហេតុផលត្រឹមត្រូវទេតើទោះជាយ៉ាងណាក៏ដោយជាផ្នែកមួយនៃការបញ្ចេញមតិប៉ុន្តែបើនិយាយពីគណៈបព្វជិជនសិទ្ធិកាប់ទៅសម្រាប់សិទ្ធិទៅវាយដល់ផ្ទះសិទ្ធិទៅបាញ់ក្បាលឯងសិទ្ធិឯងមកអញកាប់ឯងអញ្ចឹងពាក្យសម្រាប់បងប្អូននឹងអត់មានទោសទេនិយាយទៅអ្នកណាថាប្រទេសកម្ពុជាអត់សេរីភាពនៅក្នុងការគម្រាមកាប់សម្លាប់ជីវិតមនុស្សដែលខុសច្បាប់ប៉ុន្តែស្របច្បាប់គណៈបព្វជិជនកូនខ្មែរប្រុសឆៃសេរីភាពទី3គឺសេរីភាពក្នុងការគ្រប់គ្រងគណៈបព្វជិជនសេរីភាពទី4អានេះវាចូលសេរីសុខគឺសេរីភាពនៅក្នុងការជេរគណៈបព្វប្រឆាំងជេរគណៈបព្វប្រឆាំងសំរាំងស៊ីមូសុខហួរសូនតារាអេងឆៃអៀងកឹមសុកអីចឹងទៅបើនេះវណ្ណៈជើឲ្យតែបងប្អូនជេរអាម៉េចក៏បានដែរជេរអាក្បត់ជាតិ20ចំនួនថាអាម៉េចក៏បានដែរអានេះសវ័យភាពបរិបូរអញ្ចឹងសរុបមកណា
ប្រទេសកម្ពុជាមានសេរីភាពទី1សេរីភាពក្នុងការដើរហើរតែមានលុយទី2សេរីភាពនៅក្នុងការផឹកស៊ីច្រៀងរាំទី3សេរីភាពនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនណាទី4សេរីភាពនៅក្នុងការជេរនិងប្រមាថអាយុជីវិតណាគណៈបកប្រឆាំងឬក៏តែនរក Johnson មិនមែនគណៈបកប្រឆាំងអ្នកបញ្ចេញមតិណារិះគន់ពីព្រោះមិនមែនរាល់អ្នកបញ្ចេញមតិទាំងអស់សុទ្ធតែគណៈបកប្រឆាំងណាអានឹងសេរីភាពមានពេញលេញទី1ខ្ញុំនិយាយអញ្ចឹងសរុបមកចំណុចទី1ទេបានវាឆ្លើយតបទៅនឹងឃើញដូចប្រធានបទខ្ញុំដាក់រំវងបាត់ដីទោះជាប្រទេសកម្ពុជាយើងរងគ្រោះបាត់ដីមនុស្សទៅជារំវងបងប្អូនអាហ្នឹងមនុស្សរំវងអត់ខ្ញុំនិយាយខ្ញុំអត់ចង់និយាយសម្ដៅលើតាណាទេខ្ញុំគ្រាន់តែចង់ដាក់ចំណងជើងនឹងជាខ្សែភាពយន្តនៃកម្មវិធីរបស់សូនតារាទេទី1ខ្ញុំនិយាយពីសេរីភាពទី2មែនទេទី rich dichcom ប្រទេសកម្ពុជាគឺคล้ายคล้ายអ្វីទៅคล้ายមតិនិងសកម្មភាពរបស់មហាជនសុទ្ធតែคล้ายខ្មែរយើងខ្ញុំប្រើពាក្យនេះធ្វើឈួតបងប្អូនឆ្លុះបញ្ចាំងឲ្យឃើញថានៅក្នុងប្រទេសកម្ពុជាមនុស្សយើងទាល់តែធ្វើលប់ឈួតទើបអាចរស់នៅបានបើនិយាយដូចសូនតារាបញ្ចេញសមត្ថភាពក្នុងនាមជាបញ្ញវន្តមែនទេរិះគន់សង្គមស្ថាបនាសង្គមត្រូវបើអានឹងនិយាយវីសាកែមលីបើមិនគេបាញ់ចោលមែនទេវត្តប្រពុតបើមិនជាប់គុករត់ចោលស្រុកកែមលីគាត់និយាយ3ត្រូវនៅតែត្រូវឲ្យតែហ៊ុនសែនកាន់អំណាចមែនទេគឺងាប់ជាប់គុករត់ចោលស្រុកប្រទេសមួយដែលមានសារនឹងគឺជាបាវចនាណាស្រីនាងស៊ីណាតជាបាវចនាវាឆ្លុះបញ្ចាំងពីការកាត់សម្លាប់ព្រៃផ្សៃហើយបើប្រទេសយើងមានសន្តិភាពអគុណសន្តិភាពវាអត់មានត្រូវតែលុបបំបាត់អាពាក្យថាងាប់ជាប់គុករត់ចោលស្រុកប្រទេសមួយដែលបង្កើតផលិតផលបើប្រទេសសន្តិភាពវាអត់កើតងាប់វាអត់កើតគុកវាអត់កើតរត់ចោលស្រុកវាកើតនៅសុខដុមរមនាអញ្ចឹងបើប្រទេសមួយវាផលិតបាននៅងាប់ជាប់គុករត់ចោលស្រុកប្រទេសនឹងគឺជាប្រទេសមហន្តរាយដឹកនាំដោយបិសាចទេព្រោះមានតែបិសាចទេដែលផលិតសេចក្តីស្លាប់ផលិតនៅក្នុងច្រវាក់និងការភ័យខ្លាចរត់បងប្អូនបិសាចរត់បងប្អូនឃើញបិសាចណាខិតបុរីចាប់បានគឺងាប់ជាជក់ឈាមមែនទេឬក៏បងប្អូនត្រូវបិសាចទុកទៅឃុំទុកស្ងោស៊ីឬក៏បងប្អូនតំបន់នឹងមិនបិសាចបងប្អូនរត់ចេញលែងរស់នៅក្នុងតំបន់នេះចំណុចទី2គឺមនុស្សធ្វើឈួតបងប្អូនឃើញនៅក្នុងប្រទេសកម្ពុជាណាមនុស្សបើសិនជាមនុស្សត្រឹមត្រូវនិយាយសច្ចធម៌រិះគន់សង្គមសម្ដែងការពិតបើយើងនិយាយទៅឈួតណាខុសពីការពិតដែលខ្ញុំហៅថាខ្លាំងណានៅក្នុងប្រទេសកម្ពុជាបើនរណានិយាយការពិតនិយាយភ្លាមជាប់គុកភ្លាមមកបើមិនជាប់គុកគេបាញ់ចោលកែមលៃអញ្ចឹងនិយាយការពិតដូចសូនតារាបើចង់និយាយការពិតទៅរត់មកដល់ស្រុកប្រាំងណាអញ្ចឹងមនុស្សសូនតារាអាចទៅស្រុកខ្មែរបានមកខ្ញុំធ្វើឈួតមកខ្ញុំផឹកខ្ញុំសម្បឹងខ្ញុំឡាយតែអញ្ចឹងទៅខ្ញុំរំវងខ្ញុំផ្ទះគូតទៅខ្ញុំធ្វើឡប់ខ្ញុំធ្វើឡប់ខ្ញុំធ្វើឈួតខ្ញុំសរសើរហ៊ុនសែនផងខ្ញុំធ្វើឈួតផងខ្ញុំជេរសំរងស៊ីអាម៉ាត់ទៅខ្ញុំធ្វើឡប់ទៅខ្ញុំកវីក្បាលទៅខ្ញុំសម្បឹងទៅខ្ញុំមើលទៅយើងនិយាយទៅណានៅប្រទេសកម្ពុជាយើងមិនអាចទៅបន្ទោសឡប់បានទេបើគ្នាអត់ធ្វើឈួតអត់ធ្វើឡប់គឺមិនអាចរស់នៅបានទេរបបហ៊ុនសែនតម្រូវឲ្យមនុស្សនឹងខ្លែងខ្លាយបងប្អូនណាមនុស្សនឹងត្រូវតែធ្វើឈួតមួយអាហ្នឹងខ្ញុំនិយាយចំណុចទី2ចំណុចទី3មនុស្សអាត្មានិយមអត់ខ្វល់ភាគច្រើនហើយបើមានអ្នកខ្វល់ក៏ខ្វល់តែក្នុងចិត្តអត់សកម្មភាពខ្មែរយើងអានេះជាការសម្គាល់របស់ខ្ញុំមានន័យថាម៉េចឥឡូវយើងប្រៀបធៀបមើលអានេះឧទាហរណ៍ថាកម្មករបើសិនជាមានរឿងជាមួយតកែប៉ះពាល់ឆ្នាំងបាយខ្លួនឯងខ្មែរយើងមើលខ្លីចឹងបានថាមានសូនតារាបងប្អូនណាបើកសក្តានុពលថ្មីទោះជាខ្ញុំមិនបានទៅដឹកនាំប្រទេសក៏ដោយក៏បងប្អូនសុំឲ្យយកសូនតារាធ្វើគ្រូគ្រប់គ្នាទាំងអស់ដើម្បីចាប់ផ្ដើមទំព័រសក្តានុពលថ្មីនៃផ្នែកគំនិតខ្មែរទោះបានប្រមាណអ្នកក៏ដោយខ្មែរទៅចាប់ពីថ្ងៃនេះទៅផ្នែកគំនិតសូនតារាគឺត្រូវតែវិវត្តបងប្អូនណាវិវត្តជានិច្ចមើលឲ្យទូលាយកុំមើលចំចំមកខ្ញុំលើកឧទាហរណ៍ប្រៀបធៀបសួរសូនតារាស្អីបន្ទោសអត់ទេជារឿងឧទាហរណ៍ជាឆ្លុះបញ្ចាំងពីតថភាពសង្គមនិយាយការពិតគឺវាមានមែនឧទាហរណ៍កម្មករក៏ប៉ះឆ្នាំងបាយគាត់ស្រែកគាត់បិទផ្លូវគាត់បាតកម្មរាប់ពាន់រាប់ម៉ឺននាក់ប៉ុន្តែបើបាត់បង់ទឹកដីគាត់សង្ងំចឹងខ្មែរយើងចឹង
ណាបើសិនជាប៉ះខ្លួនឯងចេញស្រ័យចេញតវ៉ាងាប់ចោលដុតវាយកាប់ចាក់គ្នាប្រខំគ្នារំវងនៅគ្រាន់តែជន់ជើងគ្នាកាប់គ្នាព្រួតលើកមកភូមិនៅភូមិកាប់គ្នាដល់ទៅពេលបាត់បង់ទឹកដីបាត់មកឲ្យជើនិយាយពីកំសាត់បងប្អូនណាទឹកដីយ៉ាងប្រជាជននឹងខ្លាចហ៊ុនសែនជាងខ្លាចបាត់បង់ទឹកដីនឹងអត់មានអ្នកណាកម្រិតរងចាំចោលអត់មានមេដឹកនាំបងប្អូនយើងម្នាក់នឹងឲ្យជាប់គុកគ្រប់គ្នាទៅវាមិនម៉េចណាប្រជាជនបងប្អូនមើលហេតុអីបានជានៅស្រុកខ្លះប្រជាជនរដ្ឋាភិបាលខ្លាំងថាប្រជាជននឹងវាខ្លាំងប្រជាជននឹងវាកម្រើកនៅប្រទេសកម្ពុជាយើងបងប្អូនតើតើប៉ះឆ្នាំងបាយប៉ះខ្លួនឯងបងប្អូនឲ្យជម្រាបធៀបមើលតើហេតុអីបន្ទោគ្នាបានអត់ទេដោយសារមិនទាន់មានមេដឹកនាំមិនទាន់មានអ្នកបើកសក្តានុពលថ្មីមិនទាន់មានអ្នកបើកផ្នត់កំណត់មិនទាន់មានអ្នកបើកផ្នត់កំណត់ចឹងចាប់ផ្ដើមវិសោធនទៅទោះជានេះខ្ញុំមិនកាន់អំណាចប៉ុន្តែខ្ញុំបានកាន់អំណាចមនសិការក្នុងបេះដូងរបស់បងប្អូនអញ្ចឹងខ្ញុំឲ្យប្រៀបធៀបមើលហេតុនេះបានជាកម្មករតែនរិនម៉ែនរិនគាត់មើលឃើញតែចំចំមុះគាត់មើលឃើញត្រឹមតែកាពះទេបងប្អូនមើលឃើញត្រឹមតែថ្ងៃនេះបានអីហូបថ្ងៃនេះបានអីជីថ្ងៃនេះបានអីស្លៀកពាក់ក៏គេរួញឲ្យយើងមើលឃើញជុំវិញហ្នឹងអញ្ចឹងទៅពេលណារួងបាត់ខេត្តក៏ដោយបាត់ប្រាសាទក៏ដោយបាត់ស្អីក៏ដោយអាណាវិនិច្ឆ័យប្រទេសកម្ពុជាចង់ធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃកណាក៏ដោយអត់មានបញ្ហាទេធ្វើម៉េចកុំឲ្យបាត់បាយម្ដុំជារឿងមួយដែលយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតជារឿងមួយដែលចាប់ពីសូនមកទៅណាបងប្អូនចាប់ផ្លាស់ប្ដូរផ្នត់គំនិតអាហ្នឹងនេះដែលខ្ញុំនិយាយថាស្ដាប់សូនតារាកើនបញ្ញាផ្លែតផ្នត់គំនិតនេះយើងត្រូវតែកែប្រែចាប់ពីថ្ងៃនេះតទៅស៊ូសានអឺអញ្ចឹង3ចំណុចនេះសំខាន់ណា Tiger Force ដែលខ្ញុំដាក់ចំណងជើងថារំវងនៅបាត់ដីហ្នឹងមិនមែនខ្ញុំចង់សម្ដៅទៅលើអ្នករំវងវារំទៅប៉ុន្តែខ្ញុំចង់ឆ្លុះបញ្ចាំងទៅលើ3ចំណុចសំខាន់ហ្នឹងសរុបសេចក្តីមកទី1ឆ្លុះបញ្ចាំងអំពីសេរីភាពនៅក្នុងប្រទេសកម្ពុជាគឺកម្ពុជាមានសេរីភាព4យ៉ាងទី1សេរីភាពនៅក្នុងការគ្រប់គ្រងគណៈសេរីភាពនៅក្នុងការដើរហើរ2សេរីភាពនៅក្នុងការផឹកស៊ីជ្រៀងរាំ3សេរីភាពនៅក្នុងការគ្រប់គ្រងគណៈបព្វជិជននិងសរសើរហ៊ុនសែន4សេរីភាពនៅក្នុងការជេរនិងវាយក្បាលគណៈបព្វប្រឆាំងចំណុចទី2ប្រទេសកម្ពុជាតម្រូវឲ្យមនុស្សរស់ក្នុងភាពคล้ายត្រូវតែធ្វើឈួតទើបរស់បានទី3ខ្មែរយើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតអាត្មានិយមមើលឲ្យធំកុំចាត់ទុកខ្លួនយើងត្រឹមតែបាយស្លាបព្រាមកបាយមួយដុំណាដោយសារអីដោយសារតែយើងពេលណាដែលប៉ះបាយមួយដុំយើងប្រកាច់ងាប់ពេលណាដែលប៉ះពាល់ប្រទេសជាតិបាត់បង់ប្រទេសជាតិនេះខំយើងអត់អីធ្វើដូចសន្តារាវិញប៉ុន្តែប៉ះពាល់បាយមួយដុំតែឯងចង់ថាឆ្ងាញ់យើងកុំខ្វល់មនុស្សយើងណាទេវតាចិញ្ចឹមធម្មជាតិអត់អីយើងខំតែស្មៅស៊ីក៏បានដែរប៉ុន្តែប៉ះពាល់ប្រទេសត្រូវទៅប្រព្រឹត្តកម្មប្រជាជនទូទាំងប្រទេសប៉ះពាល់ទឹកដីត្រូវតែប្រតិកម្មមែនទេគេយកទៅស្ងោយកទៅនឹងអាត្មានិយមហេតុអីសួរថាយើងបន្ទោសសង្គមនឹងបានអត់ទេដោយសារអត់មានមេដឹកនាំតម្រង់ផ្លូវមេដឹកនាំបង្រៀនមនុស្សឲ្យទៅជាសត្វកណ្ដុរចូលក្នុងរុនដើម្បីស្រួលគេគ្រប់គ្រងគេខ្លាចគេអត់បង្រៀនមនុស្សឲ្យមានគិតឲ្យមានប្រាជ្ញាពីសូនតារាឲ្យប្រជាជនមានប្រាជ្ញាខ្លាំងដើម្បីទៅការពារជាតិឡើយ Tiger Forest ព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតទៅទៀត Well Lisu ទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងចូលទៅដល់របៀបរយៈចុងក្រោយស្រីលៀបសំណួរចម្លើយនិងបញ្ហាផ្សេងខ្ញុំជឿថាបងប្អូនថ្ងៃនេះនឹងប្រគល់មនសិការនេះយកសូនតារាធ្វើជាគ្រូនៅក្នុងការដឹកនាំមិនមែនជាដឹកនាំប្រទេសប៉ុន្តែអាចជាគ្រូនៅក្នុងការដឹកនាំពីព្រោះបងប្អូនស្ដាប់ទៅបងប្អូនកើនមនសិការហើយសម័យឃើញថាកម្ពុជាទៅជាមហាអំណាចមួយដែរបើមានកំណត់ដូចសូនតារាធ្វើឲ្យខ្មែរមួយចំនួននេះគិតឲ្យឆ្ងាយពីបាយម្ដុំណាម៉ៅពុទ្ធិមនុស្សយើងណាបងប្អូនបើយើងគិតបាយម្ដុំយើងបានបាយម្ដុំនៅបាយមួយចាននឹងប្រំនិយាយបើយើងគិតចង់បានកង់ណាយើងអាចដើរនឹងជិះកង់បើយើងគិតថាយើងនឹងជិះម៉ូតូយើងអាចបានកង់បានម៉ូតូបើយើងគិតថាចង់ជិះឡានណាយើងអាចបានឡានកញ្ចាស់ឬជិះម៉ូតូបើយើងគិតថាចង់ជិះយន្តហោះយើងអាចបានយន្តហោះឬក៏ជិះយន្តហោះឬក៏ចិត្តជូនគេទៅដាក់យន្តហោះបើយើងគិតអីកំណត់របស់យើងនឹងនាំយើងទៅបើយើងគិតថាដើរទៅឋានប្រច័ណ្ឌណាបើមិនឡើងទៅឋានប្រច័ណ្ឌណាក៏ដាលីអ៊ុយឈឹមសុផាត់ណាបាននាំដើរទៅមើលជាអវកាសនៅក្រុងតិចសាសដែរឧទាហរណ៍ចេះអានឹងបើថាគំនិតយើងបើយើងចង់ទៅអាមេរិកបើមិនបានទៅអាមេរិកក៏ប៊ីសបានទៅអាមេរិកមើលយើងគំនិតយើងនាំយើងទៅគំនិតបងប្អូនបើយើងចង់คลายត្រឹមចង់បានតែបាយមួយចានណាយើងមួយជីវិតយើងគ្រប់គ្រងដោយបាយមួយចាននេះប៉ុន្តែបើយើងចង់ចែកបាយ1000ចានទៅដល់ប្រជាជនណាយើងនឹងមានជីវភាពធូរធារហើយយើងអាចចែកបាយបើមិនបាន1000ចានក៏បាន10ចានទៅដល់អ្នកក្រខ្សត់ដែរ
កំណត់របស់យើងជាអ្នកដឹកនាំយើងហើយកំណត់អស់ហ្នឹងណានៅលើពិភពលោកយើងវាតែងតែនាំមេញហួតគិតដោយមេដឹកនាំខ្លាំងម្នាក់ប្រទេសណាក៏ដោយសិតតែមានប្រវត្តិសាស្ត្រដោយមានមេដឹកនាំខ្លាំងមេដឹកនាំខ្លាំងមិនមែនខ្លាំងខាងសម្លុតមិនមែនខ្លាំងខាងចាប់នរគុកទេគឺខ្លាំងខាងបណ្ដុះផ្នត់កំណត់ឲ្យមរតកវប្បធម៌នឹងខ្លាំងដូចជាអាមេរិកមែនទេវាផ្ដើមត្រឹមមេដឹកនាំខ្លាំងគឺទេចុចវ៉ាស៊ីនតោនខ្លាំងនៅប្រទេសចិនក៏ដោយនៅប្រទេសបារាំងក៏ដោយវាផ្ដើមចេញពីមានអាម្នាក់ខ្លាំងនៅប្រទេសឥណ្ឌាក៏ដោយមានមហាថ្មគុណទីវាផ្ដើមចេញមានមនុស្សម្នាក់ខ្លាំងដែលខ្ញុំនិយាយបាញ់អញ្ចឹងខ្លាំងតែចុះមិនខ្លាំងមិនលោកគ្រូសម្ដេចហ៊ុនសែនហាលាយអានឹងខ្លាំងជាមួយឪសនតារាខ្លាំងជាមួយផុនយុទ្ធទៅហើយខ្ញុំក៏មិននឹកស្មានហ៊ុនសែនដល់ថ្នាក់ហ្នឹងបងណាអានឹងគឺមិនថាខ្លាំងទេនេះគឺបានបណ្ដុះផ្នត់គំនិតឲ្យមនុស្សនឹងយកប្រទេសជាតិនឹងជាជោគវាសនារបស់ខ្លួនអញ្ចឹងបានថាថ្ងៃនេះទោះជាមិនបានស្អីក៏ដោយយ៉ាងហោចណាស់គុំធឿនក៏ខ្ញុំនឹកគិតថាក៏មានកូនសិស្សសូនតារា2ទៅ3នាក់នៅយល់ទស្សនៈមួយថាសូមឲ្យខ្មែរយើងគិតឲ្យឆ្ងាយពីបាយមួយដុំប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារា William Thompson ស្រាត់ខោចិនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតបាទឥឡូវគឺយើងអាននៅ comment បងប្អូន2 3នាក់ចុះនរិនថតរូបបាទគាត់សរសេរវែង travel with great imagination ត្រូវបាទ Einstein គាត់និយាយថា imagination is more important than thinking អាហ្នឹងតែខ្ញុំចាំខ្លះមកស្រៀនសុយគេថាការស្រមើស្រមៃមែនទេមានអំណាចជាងការគិតតាមពិតទៅគាត់ចង់និយាយថាការគិតស៊ីជម្រៅមិនមែនបងប្អូនទៅច្រឡំទស្សនៈវិទូមានន័យថាមនុស្សដែលគិតធម្មតាឬខ្ញុំគិតត្រឹមតែបាយមួយដុំនេះតែបើគិតរហូតគេហៅថាស្រមើស្រមៃមានន័យថាមនុស្សហ្នឹងរិស័យគិតឆ្ងាយដែលរហូតគេថាយើងឈួតទៅទៀតណាគិតឲ្យឆ្ងាយគិតឲ្យធំគិតនៅអ្វីដែលអ្នកដទៃគិតមិនដល់អញ្ចឹងមកខ្ញុំត្រឡប់ទៅខាងដើមវិញសួរថាហើយបើសូមតារាទៅដឹកនាំប្រទេសសិទ្ធិនយូនចុះណែហេតុអីបានហ៊ានអាងថាគ្មានបរទេសណាហ៊ានឈានជើងមួយជំហានចូលទៅដីខ្មែរមែនទេខ្ញុំមិនទៅប្រាប់ឯងគ្រាន់តែដឹងថាខ្ញុំមើលឃើញនៅអ្វីដែលហ៊ុនម៉ាណែតមើលមិនឃើញតែប៉ុណ្ណឹងមនុស្សផលបុណ្យប្រាជ្ញាគឺអត់ដូចគ្នាទេតែឯងមានបុណ្យមិនទៅកើតពីកូនកសិករយកហ៊ុនសែនគាត់ទៅដឹកនាំប្រទេសនឹងគាត់មិនកើតពីកូនស្ដេចឯណាអាស្រ័យទៅលើផលបុណ្យហ្នឹងប្រាជ្ញាដែរហ្នឹងគាត់ណាហ៊ុនសែនគាត់ពីកូនកសិករទៅជាសម្ដេចនេះមានអំណាចផុតគេនៅក្នុងប្រទេសកម្ពុជាអញ្ចឹងមានន័យថាវានៅផលបុណ្យប្រាជ្ញាវាអត់មាននៅក្នុងរាជវង្សទេវាអត់មាននៅក្នុងមហាសទ្ធិទេវាអត់មាននៅក្នុងកូនអុកញ៉ាទេរឿងសាមកុកបងប្អូនណាលីប៉ៃមានប្រាជ្ញាអាចប្រើខំវិញបានប៉ុន្តែកូនលីប៉ៃឈួតជាគ្នាមែនទេបងប្អូនអាហ្នឹងជាអក្សរសិល្ប៍ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមon the great teacher the greatest teacher ត្រូវបាទរមេតាអូនសិស្សឆ្លាតណាសេងសំណាងបាទបរោះខ្លាំងលើលោកគឺអ្នកណាបាទបរោះខ្លាំងលើលោកដឹងនរណាអត់ដឹងដែរបាទនេះបរោះខ្លាំងបច្ចុប្បន្នហ្នឹងណានៅក្នុងប្រទេសកម្ពុជាគឺសូនដែរឲ្យថាចឹងតែហ្មងទៅបាទនេះវាតែលោកគ្រូអួតមានតែអត់មកគ្នាអត់មែនបើខ្លាំងមែនលេងអួតតែប្រទេសសូនតារាខ្លាំងអីខ្លាំងនឹងធ្វើឲ្យខ្មែរខ្លាំងនឹងបើកទំព័រសក្ការៈផ្នត់គំនិតខ្មែរចុះហ៊ុនសែនខ្លាំងនឹងការជិះជាន់ចាប់ចងនេះបើយើងវាតម្លៃការជិះជាន់ចាប់ចងគឺជាការខ្លាំងហ៊ុនសែនមិនខ្លាំងដល់ប៉ុលពតកាប់សម្លាប់សាហាវបំផុតបាទការកំពុងធំអរគុណលោកគ្រូច្រើនដែលបានពន្យល់ឲ្យមើលឃើញនៅអ្វីដែលល្អអាក្រក់ស៊ូស៊ីនអៀបសម្ដេចអ៊ំបើដើរតាមផ្លូវមិនហ៊ានងាកក្រោយទេប៉ិតបាទមិនខុសទេសំណាងមកសួស្ដីបាទខ្មែរអ៊ុនតាក់ទ្រឹស្ដីលោកគ្រូស្មើអ្នកដឹកនាំកម្ពុជាបងប្អូននៅក្នុងប្រទេសចិនគឺគេមានទ្រឹស្ដីមួយខុងជឺជាអ្នកប្រាជ្ញគេហៅថាស្ដេចឥតបល្ល័ង្កមានន័យថាទុកជាមិនសោយរាជប៉ុន្តែណានរាហៀងទស្សនវិជ្ជារបស់គាត់ហ្នឹងគឺជាផ្នត់គំនិតរបស់ចិនអញ្ចឹងខ្ញុំមិនចង់ថាអញ្ចឹងនេះគាត់ថាខ្ញុំទោះជាមិនកាន់អំណាចជាក់ស្ដែងប៉ុន្តែផ្នត់គំនិតណាសម្រាប់ខ្មែរគឺចាប់ផ្ដើមបើកពន្លឺសក្ការៈពីទ្រឹស្ដីសូនតារាទៅបាទភិរតបាទផលភិរតស្គាល់ទោសឬតូចតាចមិនសល់ទោសរឿងធំណារិនសុខសប្បាយធម្មតាអរគុណបាទសំណាងមុខបាទអរគុណសេងសំណាងខ្លាំងតែខ្នែងអៀគ្នាឯងណាអានេះគឺមានន័យថាគាត់និយាយហ្នឹងគឺវាជ្រុលហួសហេតុពេកហើយបាទនេះមានន័យថាមនុស្សនឹងវាសាហាវពេកបាទលេងនិយាយពាក្យចំតែហ្មងទៅបាទនេះទៅជាខ្នែងអ៊ីតែហ្មងទៅបាទ
ម៉ៅពុទ្ធីគាំទ្រលោកគ្រូ 100% គុំធឿនលោកគ្រូខុងមីងស្រុកខ្មែរពូឆាយលោកយល់យ៉ាងណាដែរចំពោះខ្មែរសុរិនឲ្យតែយើងខ្លាំងខ្មែរសុរិនថាយើងថាខ្មែរបើយើងខ្សោយមានអាហ៊ានថាខ្មែរកុំថាឡើយខ្មែរសុរិនសូម្បីតែខ្មែរយើងនឹងទៅដល់ថៃខ្លះចេះថៃរៀងច្បាស់ទៅលែងថាខ្លួនឯងជាខ្មែរបាត់ហើយកុំទៅបន្ទោសកុំទៅរករឿងគេនោះធម្មតាទេបងប្អូនណាយើងពិភពលោកណាមិនចង់បានសញ្ជាតិអាមេរិកមិនចង់បានសញ្ជាតិបារាំងអានឹងដោយសារអីដោយសារតែអាមេរិកទៅវាខ្លាំងហើយវាមោទនភាពទៅគណៈបកប្រជាជនក៏ចង់បានសញ្ជាតិអាមេរិកដែរកុំទៅបន្ទោសខ្មែរសរិនកុំទៅបន្ទោសខ្មែរអីទាំងអស់ឲ្យតែយើងខ្លាំងមែនទេបងប្អូនមកខ្មែរយើងខ្លាំងស្មើថៃឬជាងថៃណានៅសរិនណាវានិយាយខ្មែរពេញទៅនឹងគេមោទនភាពជាខ្មែរប៉ុន្តែបើយើងអន់ឲ្យគេថាម៉េចកុំថាឡើយសរិនណែដែលជាទឹកដីថៃកាន់កាប់យុគហើយវាមនុស្សកើតប្រមាណចំនួនវាបាត់ឲ្យចាស់ចាស់វាសក្មេងៗកើតមកថៃហើយវាថៃហើយអាហ្នឹងដូចកូនខ្មែរកើតនៅអាមេរិកកើតនៅបារាំងទៅចូល3ចំនួន2ចំនួនទៅវាបាត់ហើយណាខ្ញុំនិយាយខ្លីទៅណាចិន្តាខឹមកុំថាឡើយខ្មែរសរិនណាដែលមិនមានមោទនភាពមិនតាំងខ្លួនជាខ្មែរសូម្បីតែខ្មែរយើងខ្លះដែលជាខ្មែរមិនមែនសរិនផងទៅស្រុកថៃរស់នៅស្រុកថៃ17ឆ្នាំចេះភាសាថៃច្បាស់មិនទាំងហ៊ានប្រាប់ថាខ្លួនឯងខ្មែរផងនឹងចេះភាសាថៃលោកថៃស្ដាប់លេខដឹងថាណាណាណាភាគច្រើនបងប្អូនអត់ថាខ្លួនឯងខ្មែរទេណាអានឹងហើយបានតែខ្ញុំថាដើម្បីឲ្យខ្មែរយើងគ្រប់ទិសទីមោទនភាពជាខ្មែរតើតែប្រទេសខ្មែរនឹងខ្លាំងមានរំនាំខ្លាំងមានរំនាំខ្លាំងដូចខ្ញុំរំលឹកតែដដែលថាមិនមែនជាមានរំនាំខ្លាំងកំតិចកំទីកំចាត់ចាប់ចោលមនុស្សដាក់គុករហូតចាប់ជនស្លុកត្រង់ដូចឪពុកសូនតារាយកទៅដាក់គុកអានឹងមិនមែនខ្លាំងទេគឺអន់ហើយថោកទាបហើយគ្មាននរណាគេមោទនភាពទេទី1មហាជនពូជសាសន៍ខ្មែរជុំវិញផែនដីគេមិនមោទនភាពខ្លះគេអាម៉ាស់ពេកយ៉ាងគេមិនចង់អួតតែខ្លួនជាខ្មែរមិនទៅសូនតារាអត់ចឹងទេសូនតារាតែនេះលេអ្នកដែលមិនអួតជាខ្មែរនោះប៉ុន្តែវាមានពិតរឿងវាមានពិតណាទី1ទី2អ្នកដែលបានប្រព្រឹត្ត KH កំពតរឿងអមនុស្សធម៌ដូចជាចាប់ឪពុកសូនតារាជនស្លុកត្រង់ដាក់គុកអីហ្នឹងវារិស័យដាក់ទៅទៀតពីមួយថ្ងៃបើមានរិស័យកើនទេពួកអាតង្វើរបស់ហ្នឹងវាទាញមកយ៉ាងនេះកែវយើងចង់បានសេរីសួស្ដីព្រះអាទិត្យសមុទ្រចង់ឲ្យគេលើកដំកើងប៉ុន្តែយើងធ្វើរឿងថោកទាបអញ្ចឹងយើងទទួលបានផលថោកទាបហ្នឹងឯងទោះគេថាយើងមានអំណាចគេមិនធ្វើយើងបានប៉ុន្តែគេអត់គ្រប់យើងគេឲ្យតម្លៃយើងមានអំណាចមានតែយើងទៅតែដូចប៉ុលពតហ្នឹងដឹកនាំប្រទេសក៏ដោយប៉ុន្តែអត់មានសេចក្តីស្រឡាញ់នៅក្នុងដួងចិត្តរបស់មហាជនបាទអញ្ចឹងប្រិយមិត្តយើងមើលទៅដោយសារតែពេលវេលាមានកំណត់យើងគិតខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមតែចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះគឺស៊ីតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នែកកំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាពិតទូរទស្សន៍សូនតារាស្រាត់ខោចិនផ្ដាច់ការសុខុមសម្រាប់ផ្លាស់ប្ដូរផ្នែកគំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី